ដោយសារតែពេលប្រហែលម៉ោងមុនហ្នឹងបងស្រីក៏កំពុង live ចឹងហើយខ្ញុំមិនអាចចូល live ក្នុង page នេះបានទេចឹងហើយបានជាខ្ញុំទៅ live Facebook ខ្ញុំបន្តិចទៅហើយក៏ប៉ុន្តែឥឡូវនេះខ្ញុំបានមកចូល live វិញហើយបងប្អូនពុកម៉ែចូលរួមជាតិជាទីគោរពជាទីរាប់អានតោះវេទិកាចង់ដឹងថ្ងៃទី9ខែ2ឆ្នាំ2026បងប្អូនមានសំណួរនិងមតិយោបល់អាចសរសេរសំណួរដេញដោលមតិសួរខ្ញុំបានហើយមានគំនិតក្នុងការបញ្ចេញមតិយោបល់អីបងប្អូនខមមិនក្នុងនឹងខ្ញុំនឹងអានរាល់ខមមិនបងប្អូនណាដែលខមមិនហើយសួរសំណួរហើយនឹងការជជែកដេញដោលមតិគ្នាដើម្បីគោលការណ៍ប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក៏ដូចជាដេញដោលមតិគ្នាសួរពីបញ្ហាជាតិនិងទឹកដីរបស់យើងពីព្រោះទឹកដីរបស់យើងជាទឹកដីយើងទាំងអស់គ្នាមិនមែនជាទឹកដីក្រុមគ្រួសារតកូលហ៊ុនទេជាទឹកដីយើងទាំងអស់គ្នាអញ្ចឹងក្នុងនាមយើងជាពលរដ្ឋយើងមានភារកិច្ចនិងកាតព្វកិច្ចក្នុងការពារទឹកដីរបស់យើងបាទការពារទឹកដីរបស់យើងអញ្ចឹងខ្ញុំឃើញកងទ័ពគាត់ឈរជើងនៅជួរមុខហើយគាត់ឃើញជនជាតិថៃកាយធ្វើយានដ្ឋានកាយធ្វើផ្លូវកាយធ្វើជីកបលាយដើម្បីកុំឲ្យយើងឆ្លងកាត់ទាំងទឹកដីនោះជាទឹកដីរបស់យើងសំណួរសួរថាហេតុអ្វីបានជាថៃមានសិទ្ធិធ្វើអ្វីនៅលើទឹកដីរបស់យើងហេតុអ្វីបានខាងកម្ពុជាយើងមិនមានសិទ្ធិដេញគេទៅវិញអានេះចំណុចទី1មិនមែនយើងមិនមានសិទ្ធិដេញគេទៅវិញទេក៏ប៉ុន្តែដោយសារតែបកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនហ្នឹងមិនព្រមឲ្យគេដេញទៅវិញទេមិនព្រមឲ្យប្រជាពលរដ្ឋឬក៏ឲ្យកងទ័ពនឹងដេញទៅវិញទេបងប្អូនណាយើងឃើញហ៊ុនសែនឬក៏ហ៊ុនម៉ាណែតនេះមិនទាន់បានទៅអឺតព្រំដែនមកសំបីតែម្ដងខាងថៃគេមកដល់ប្រាសាទតាកបីទៀតហើយហ៊ុនសែននិងហ៊ុនម៉ាណែតនេះណាអន់ជាងប្រជាពលរដ្ឋខ្មែរឆ្ងាយណាមូលហេតុអីបងប្អូនឆ្ងល់ថាហេតុអីបានជាហ៊ុនម៉ាណែតនិងហ៊ុនសែនហ្នឹងអន់ជាងប្រជាពលរដ្ឋដោយសារតែប្រជាពលរដ្ឋគាត់ហ៊ានទាញប្រលូសឡារបស់ថៃគាត់ហ៊ានជេរថៃគាត់ហ៊ានច្អល់មុខថៃតែហ៊ុនសែននិងហ៊ុនម៉ាណែតនេះមិនហ៊ានសំបីតែមើលមុខថៃចំសំខាន់បំផុតហ៊ុនសែននិងហ៊ុនម៉ាណែតនេះបង្ខំឲ្យទាសីហានេះចុះកិច្ចព្រមព្រៀងជាមួយថៃថាអ្នកណាកាន់កាប់កន្លែងណាអ្នកណាវាយបានយកកន្លែងណាគឺកាន់កាប់កន្លែងហ្នឹងអ្នកណាឈរជើងកន្លែងណាគឺឈរជើងកន្លែងហ្នឹងមានន័យថាហ៊ុនសែននិងហ៊ុនម៉ាណែតនេះខົບខិតគ្នាដើម្បីកាត់ដីឲ្យថៃរួចទៅហើយដើម្បីរក្សាអំណាចតើបងប្អូនជាកងទ័ពបងប្អូនប្រជាពលរដ្ឋខ្មែរបើយើងឃើញមេដឹកនាំដោយសែនចោលមកសៀតបែបហ្នឹងយើងឃើញមេដឹកនាំប្រទេសដែលចោលមកសៀតបែបហ្នឹងតើយើងនៅតែបន្តក្នុងការគ្រប់គ្រងឬក៏បន្តការពារអំណាចក្រុមគ្រួសារដ៏ថោកទាបមួយហ្នឹងទៀតទេឬយ៉ាងម៉េចសួស្ដីបងប្អូនប្រុសបាទសួស្ដីបងខឹមណាបងឯងឥឡូវស្អប់ខ្ពើមបងប្អូនអត់ដែលឆាតសួរសុខទុក្ខបងប្អូនសោះឥឡូវពីមុនមកគ្រាន់មួយខែអីម្ដងពីរដងឥឡូវទៅទេមកបងឯងដឹងចរិតបងប្អូនថាបងប្អូនមិនចេះសួរសុខទុក្ខអ្នកណាទេឲ្យតែគេខលមកបងប្អូនលើកទាំងអស់ទទួលទាំងអស់ឆ្លើយតបទៅវិញទាំងអស់បើឲ្យសុខឲ្យបងប្អូនខលទៅហ្នឹងគឺអត់ចេះតែហ្មងអាហ្នឹងចរិតតាំងក្មេងសំបីតែពុកម្ដាយគេហើយគាត់ថាពុកម្ដាយខ្ញុំមានថ្ងៃសៅរ៍រាល់ថ្ងៃសៅរ៍បាទខុសពីថ្ងៃសៅរ៍ខ្ញុំមិនដែរនិយាយមួយពុកម្ដាយខ្ញុំទេជាមួយបងប្អូនខ្ញុំទេរាល់ថ្ងៃសៅរ៍ខ្ញុំផ្ដល់ឱកាសមួយថ្ងៃសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំអ្នកណាចង់ខលមកអ្នកណាចង់អីជួនកាលទៅខ្ញុំទេទៅឪពុកម្ដាយខ្ញុំទៅតែវាខុសពីថ្ងៃហ្នឹងគឺអត់សោះចឹងហើយបងប្អូនណាដែលគោរពស្រឡាញ់ខ្ញុំអីជួយខលមកលេងខ្ញុំផងជួយឆាតមកលេងខ្ញុំផងហើយបើឲ្យសុកឲ្យខ្ញុំទៅខលទៅឆាតទៅគឺមានន័យថាយើងវាធ្លាប់រស់នៅម្នាក់ឯងតាំងពីក្មេងអញ្ចឹងទៅយើងអត់សូវមានភាពកក់ក្ដៅទេយើងអត់សូវមានអាការតំណែងតំណងនៅក្នុងសង្គមយើងអត់សូវមានទេមានន័យថាយើងជួបវានៅតែឯងអញ្ចឹងណាមានន័យអញ្ចឹងបើគេអត់មានណាសួរសុខទុក្ខខ្ញុំមួយឆ្នាំក៏ខ្ញុំដែរទៅសួរសុខទុក្ខណាដែរខ្ញុំព្យាយាមធ្វើវាដែរតែវាធ្វើវាទៅបានបន្តិចទៅលែងចេះធ្វើទៅអានេះជាបញ្ហាសួស្ដីក្មួយប្រុសសុខសប្បាយក្មួយបាទសុខសប្បាយមីងសុខសប្បាយមានអាចជួយខមមិនជាមតិយោបល់សួរសំណួរមកក្មួយនឹងព្យាយាមបកស្រាយបាទខ្ញុំឃើញថាតកូលហ៊ុនសែននេះគឺអន់ហើយក៏ប៉ុន្តែម៉ោងនេះគឺសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសហ្នឹងម៉ោងនេះបាទបើនៅក្នុងប្រទេសគាត់សម្រាប់លក់បាត់ហើយយប់ជ្រៅហើយតែម៉ោងនេះគឺសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសអាចបញ្ចេញមតិយោបល់សេតាមការចង់បានរបស់ខ្លួនបានដើម្បីយើងជជែកគ្នារកបញ្ហាជាតិហើយយើងជជែកគ្នារកពន្លឺថ្មីខ្ញុំចូលចិត្តនិយាយពីសញ្ញាគំនិតបាទខ្ញុំអត់ចូលចិត្តនិយាយបែបតាមគ្នាទេខ្ញុំនិយាយបែបសញ្ញាគំនិតច្រើនជាងយើងដេញដោលមតិគ្នាជម្រាបសួរពុកម៉ែបងប្អូនបាទដេញដោលមតិគ្នារករីករកគុល
គោលការណ៍ប្រជាធិបតេយ្យមានន័យថាយើងរួមគ្នានិយាយការពិតយើងរួមគ្នានិយាយការពិតក្នុងនាមយើងជាអ្នកយុវជនចូលរួមកិច្ចការងារសង្គមយុវជនចូលរួមនយោបាយយុវជនស្រឡាញ់ប្រជាធិបតេយ្យបើគេសួរមកយើងតល់យើងមិនអាចដោះស្រាយបានណាសំណួរសួរថាតើយើងថ្ងៃក្រោយទៅយើងទៅដឹកនាំប្រទេសយើងយ៉ាងម៉េចដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងម៉េចបើគ្រាន់តែសំណួរសម្លោយរបស់ប្រជាពលរដ្ឋយើងមិនអាចដោះស្រាយបានយើងមិនអាចបញ្យល់នឹងយុបចង្អុលបង្ហាញរបស់ប្រជាពលរដ្ឋបានតើយើងថ្ងៃក្រោយយើងអាចទៅដោះស្រាយប្រទេសជាតិបានទេនេះទស្សនៈឃើញខ្ញុំប្លែកមិនមែនដូចហ៊ុនសែនហ៊ុនម៉ាណែតឲ្យអ្នកនាំពាក្យមកគ្រាន់តែប្រជាពលរដ្ឋសួរនឹងមិនឆ្លើយទៀតណាបង្វាបង្វែបង្វៀងសំណួររបស់ប្រជាពលរដ្ឋតើអ្នកឯងតំណាងឲ្យប្រជាពលរដ្ឋពីកាក្នុងនាមខ្ញុំជាអ្នកប្រជាធិបតេយ្យបងប្អូនសួរមកសួរតាមចិត្តសួរមកសួរដោយមានក្រមសីលធម៌សួរដោយមានវិជ្ជាជីវៈមកសួរពីបញ្ហាសង្គមបញ្ហាជាតិត្រូវដោះស្រាយទៅរួមគ្នាដោះស្រាយយ៉ាងម៉េចហើយសរសេរជាភាសាខ្មែរបាទសរសេរជាភាសាខ្មែរមកបាទមើលបងប្អូនស្ដាប់បងប្អូនកងទ័ពយើងញ័រដៃមកញ័រដៃឃើញគេយកដីខ្មែរគេកាយទៅមុខយើងនោះមកគេដៃខ្លាចទេគេកាយណាបង្ខិតបង្ខំកងទ័ពគៀបសង្កត់កងទ័ពអន់ជាងកងទ័ពឡាវទៀតកងទ័ពឡាវមិនបាច់ចាំណាផ្ដាល់បទបញ្ជាទេឲ្យតែបរទេសណាក៏ដោយចូលក្នុងដែនអធិបតេយ្យរបស់ឡាវគឺកងទ័ពឡាវបាញ់គម្រាមភ្លាមថាឲ្យចាក់ចេញ1 2 3 ដងបើមិនចេញគឺបាញ់សម្លាប់ចោលតែម្ដងអាហ្នឹងកងទ័ពឡាវការពារទឹកដីឡាវហើយកម្ពុជាគេចូលមកជន់កក្បាលជន់កកហើយស្រែកសុំបទបញ្ជាតើអ្វីទៅជាអធិបតេយ្យរបស់កងទ័ពបើនៅក្រៅដែនសីមានៅក្រៅដែនអធិបតេយ្យរបស់ខ្លួនអូខេអាហ្នឹងយើងហាមគេយើងស្រែកគម្រាមគេម្ដងជា2 ដងឬក៏3 ដងបើគេនៅតែបន្តចូលមកក្នុងដែនអធិបតេយ្យរបស់យើងមានសិទ្ធិបាញ់ហើយអាហ្នឹងឲ្យកងទ័ពណាក៏គេរៀនបច្ចេកទេសទាំងអស់ហ្នឹងដែរសំណួរសួរថាហេតុអីបានជាកងទ័ពខ្មែរយើងហេតុអីបានជាហ៊ុនសែនហ៊ុនម៉ាណែតបង្ខំកងទ័ពឬក៏គម្រាមកងទ័ពយើងមិនឲ្យតបតជាមួយគេចំណុចទី1ហើយចំណុចទី2គេចូលនៅក្នុងដែនអធិបតេយ្យយើងហើយយើងសូមបទបញ្ជាដើម្បីឲ្យតបតជាមួយគេតែហ៊ុនសែនហ៊ុនម៉ាណែតថាហាមផ្ដាច់តបតជាមួយថៃទៀតថែមទាំងគេចូលមកក្នុងយានដ្ឋានគេបាញ់សម្លាប់យើងនៅក្នុងយានដ្ឋានបងប្អូនកងទ័ពជួមមុខទាំងអស់ជាទីគោរពនិងជាទីរាប់អានក្នុងនាមយើងជាកងទ័ពដូចគ្នាក្នុងនាមខ្ញុំជាអតីតកងទ័ពជាអតីតអ្នកកសាងប្រទេសទាហានដល់មិនជ័យទាំងអស់គោលការណ៍កងទ័ពយើងរៀនទាំងអស់គ្នាមែនទេតែគេចូលដល់យានតែគេចូលដល់ក្នុងដែនអធិបតេយ្យយើងតែ100 ម៉ែត្រឬ50 ម៉ែត្រយើងមានសិទ្ធិបាញ់សម្រាប់ចោលហើយហេតុអីបានចាំបាច់ទៅសុំបទបញ្ជាឬក៏ហ្នឹងហើយអាការសុំបទបញ្ជានោះដឹងហើយតើថាការសុំបទបញ្ជាពីថ្នាក់លើណាថ្នាក់លើហ្នឹងយ៉ាងម៉េចបើយើងសុំបទបញ្ជាថ្ងៃហ្នឹងណា7 ថ្ងៃក្រោយបានវាទទួលបានដំណឹងពីព្រោះសេវាទូរស័ព្ទវា slow ណាស់ពួកកងទ័ពជួមមុខមិនមែនជាស្រីរបស់វាមិនមែនជាស្រីរបស់វាមិនមែនជាកូនរបស់វាមិនមែនជាចៅរបស់វាដល់អញ្ចឹងការឆ្លើយតបជាមួយកងទ័ពហ្នឹងយឺតណាស់យើងមើលតែកងទ័ព18នាក់ដែលគេចាប់ទៅពីមុនមកទៅដឹងហើយបើសិនជាពេលនោះកងទ័ព18នាក់យើងតបតតែគេចូលក្នុងដែនអធិបតេយ្យយើងហើយគ្មានគេចាប់បានហើយក៏គ្មានគេបាញ់សម្លាប់នៅក្នុងយានដ្ឋានដែរតែដោយសារតែការសុំបទបញ្ជាហ្នឹងម៉ែអាណាសុំបទបញ្ជាឡើង24 ម៉ោងហើយអត់តន់ឆ្លើយតបផងអាឡែងតែរវល់ដេកអោបស្រីអាឡែងតែរវល់ជាមួយក្រុមគ្រួសារគេនោះអត់មានគិតរឿងកងទ័ពជួមមុខកងទ័ពជាតិអញ្ចឹងគោលការណ៍កងទ័ពពិតប្រាកដគឺនៅពេលដែលបរទេសចូលឈ្លានពានចូលនៅក្នុងដែនអធិបតេយ្យយើងដល់គ្មានការអនុញ្ញាតយើងបាញ់ឡើងលើមេឃមកគ្រាប់ដើម្បីជាការប្រមានឲ្យដកថយទៅវិញបាញ់លើកទី2ជាបន្ទាត់ក្រហមបាញ់ឡើងលើមេឃបាញ់លើកទី3គឺបាញ់សម្រាប់ចោលតែម្ដងបាទអានេះក្បួនកងទ័ពមិនមែនចាំបាច់ស្រែកលេឡូទេគាត់តែគ្រាប់ទី1អានេះគេដឹងហើយជាការប្រមានឡើងលើមេឃគេដឹងហើយគ្រាប់ទី2បាញ់រៀងប្រឆិតបន្តិចបាទគ្រាប់ទី3បាញ់មនុស្សហ្មងអាហ្នឹងអញ្ចឹងហេតុអីបានជាគោលការណ៍កងទ័ពត្រូវបានបំផ្លាញដោយសារតកូលហ៊ុនដោយសារក្រុមគ្រួសារកូលហ៊ុនមិនព្រមឲ្យតបតជាមួយថៃទាំងថៃចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជារួចទៅហើយឈឺចាប់ហ៎បងកងទ័ពជួមមុខគាត់និយាយប្រាប់ខ្ញុំថាគាត់ឆោស្រក់ឈាមអាស្រក់ទឹកភ្នែកមកជុំតែគាត់ឆោស្រក់ឈាមគាត់ថាហេតុអីបានមិនឲ្យតបតបើគេមកបាញ់យើងដល់កន្លែងនេះបាញ់យើងដល់យានដ្ឋានយើងហេតុអីបានមិនឲ្យតបតបើមិនឲ្យកបតបើហ៊ុនសែននិងហ៊ុនម៉ាណែតនឹងខុបខិតជាមួយថៃហ្នឹងខុបខិតជាមួយថៃឥឡូវថៃចង់បានឲ្យថៃចង់បានត្រឹមណាយកត្រឹមហ្នឹងទៅហើយឲ្យស្ទាសីហានឹងចុះទៅចុះកិច្ចព្រមព្រៀងថាថៃឈរកន្លែងណាយកកន្លែងហ្នឹងឥឡូវថៃឈរកន្លែងណាយកកន្លែងហ្នឹងឥឡូវមិនត្រឹមតែឈរកន្លែងណាយកកន្លែងហ្នឹងចូលមកថែមទៀតប្រហែលថ្ងៃមុននេះនៅតំបន់ថ្មដាដាក់កងតឺន័រដាក់ឲ្យបាំងលើសពីការកំណត់ដែលថៃវាយយកបានឲ្យឈរកន្លែងណាឈរកន្លែងនោះទៀត
ពួកគេដឹងថាហ៊ុនសែននិងហ៊ុនម៉ាណែតមិនអាចប្តឹងថៃទៅតុលាការអន្តរជាតិទេរហូតទៅដល់អ្នកនយោបាយថៃឬក៏អ្នកនាំពាក្យនាយករដ្ឋមន្ត្រីរបស់ថៃហ្នឹងគេនិយាយថាឲ្យកម្ពុជាប្តឹងទៅណាប្តឹងទៅគេអត់ខ្វល់ទេគេអត់ខ្លាចទេព្រោះហេតុអីបានគេហ៊ានប្រើភាសាហ្នឹងឯងព្រោះគេដឹងថាហ៊ុនសែនហ៊ុនម៉ាណែតមិនហ៊ានប្តឹងទៅតុលាការអន្តរជាតិ ICJ និង ICC ទេហើយហ៊ុនសែននិងហ៊ុនម៉ាណែតក៏មិនហ៊ានក៏អញ្ជើញម្ចាស់ហត្ថលេខីមានឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងប្រទេសបារាំងដើម្បីក៏ហៅ18ប្រទេសហ្នឹងដើម្បីឲ្យចូលរួមដោះស្រាយបញ្ហាជាតិដែរណាឆ្ងល់ទេបងប្អូនឆ្ងល់អត់ដោយសារតែថៃវាដឹងចំណុចខ្សោយរបស់ហ៊ុនសែននិងហ៊ុនម៉ាណែតថាបើសិនជាហ៊ុនសែននិងហ៊ុនម៉ាណែតហ៊ានប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និង ICC តើហ៊ុនសែននិងហ៊ុនម៉ាណែតហ៊ានប្តឹងយួនទៅតុលាការអន្តរជាតិ ICJ និង ICC ហើយ ICJ ដែរទេបញ្ហាកោះត្រល់តើហ៊ុនសែនហ៊ានប្តឹងទៅអត់ធម្មតាតែប្តឹងទៅគឺផែនទីដែលបារាំងតម្កល់ហ្នឹងដែលតម្កល់នៅប្រទេសបារាំងហ្នឹងបារាំងគេសន្យាថាជួយដោះស្រាយកម្ពុជាឲ្យតែកម្ពុជាហ៊ានប្តឹងទៅតុលាការអន្តរជាតិ ICJ គេបើពេលដែលតុលាការអន្តរជាតិ ICJ យើងឈ្នះក្តីនៅតុលាការអន្តរជាតិ ICJ ពេលនោះបារាំងគេយកបច្ចេកទេសនិងយកអ្នកជំនាញព្រំដែនជាពិសេសគឺយកផែនទីដែលកម្ពុជាតម្កល់នៅប្រទេសបារាំងដែលចំនួនបារាំងទាប៉ុណ្ណានោះយកមកវាស់វែងហើយដល់ពេលដែលយកមកវាស់វែងកោះត្រល់មិននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែនសមុទ្រកម្ពុជាជាច្រើនគីឡូម៉ែត្រមិននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាកោះគុតជាមួយថៃនោះយើងនឹងមិនមាន 70% ហើយថៃវាមាន 30% វាមិនចំណេញដល់កម្ពុជាហើយព្រំដែនជាមួយយួនព្រំដែនជាមួយថៃនោះយើងដោះស្រាយតាមគោលការណ៍ICJ ក៏ដូចជាមានម្ចាស់ហត្ថលេខីចូលរួមក៏ដូចជាមានប្រទេសបារាំងជាអ្នកជំនាញក្នុងការវាស់វែងព្រំដែនហ្នឹងចូលរួមសំណួរសំបីតែថៃសំបីតែយួនសំបីតែអីទៅត្រូវតែផ្ដល់ដែនអធិបតេយ្យរបស់កម្ពុជាយើងឲ្យមកកម្ពុជាវិញក្នុងផែនទីគូសចំនួនបារាំងគូសទាប៉ុណ្ណាយើងមិនអាចទៅទាមទារដែនដីយើងទឹកដីយើងមកវិញទេខ្ញុំទទួលស្គាល់ថាជាពូជខ្មែរជាពូជបាត់ដីខ្ញុំទទួលស្គាល់បើមិនមែនបាត់ដីអ្នកណាថាពូជខ្មែរមិនបាត់ដីតើតែអ្នកនោះមិនរៀនប្រវត្តិសាស្ត្របាទពូជខ្មែរទទួលស្គាល់ថាជាពូជបាត់ដីអ៊ីស្រាអែលក៏ជាពូជបាត់ដីដែរតែអ៊ីស្រាអែលទាមទារយកទឹកដីមកវិញបានកសាងវិញបានឲ្យខ្លាំងទៀតតែកម្ពុជាយើងមិនបានទាមទារទឹកដីមកវិញក៏ហើយទៅចុះហេតុអីបានជាបណ្ដេតបណ្ដោយឲ្យបរទេសបន្តឈ្លានពានកម្ពុជាបន្តទៀតត្រូវដឹងថាបើយើងខ្សោយគឺគេជន់កកយើងហើយវាមិនខុសអីអំពីអ៊ីស្រាអែលទេបងប្អូនអ៊ីស្រាអែលហើយនិងកម្ពុជាដូចគ្នាប្រទេសតូចដូចគ្នាពលរដ្ឋតិចដូចគ្នាតែហេតុអីបានជាអ៊ីស្រាអែលជាប្រទេសមួយដែលមានអំណាចការពារហេតុអីបានជាអ៊ីស្រាអែលគេមានអាវុធការពារទំនើបដើម្បីការពារដែនអធិបតេយ្យគេហើយថែមតែអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរដោយសម្ងាត់ទៀតហេតុអ្វីបានអ៊ីស្រាអែលគេធ្វើបានហេតុអីបានជាកម្ពុជាយើងធ្វើមិនបានបើកម្ពុជាមិនព្រមរំដោះខ្លួនចេញពីអាក្រមអាណានិគមរបស់យួនរបស់ចិនរបស់សៀមទេគឺកម្ពុជានឹងបាត់បង់ប្រទេសទៅថ្ងៃអនាគតបាទពេលនេះមានតែខ្មែររួបរวมដកមេដឹកនាំដឹកនាំជាតិហ្នឹងដឹកនាំជាតិពាក្យថាដឹកនាំជាតិលុះត្រាតែមេដឹកនាំនោះវាត្រឹមត្រូវដឹកនាំចេញពីអំណាចបញ្ហាអ្វីអាចដោះស្រាយបានបាទបញ្ជាក់ច្បាស់ពាក្យដឹកនាំជាតិមានន័យថាប្រជាពលរដ្ឋគ្រប់គ្រងបកគលនោះឲ្យឡើងធ្វើជាមេដឹកនាំប្រទេសតែហ៊ុនសែនហ៊ុនម៉ាណែតតាំងពីចំនួនណាមកក៏ដោយគឺកម្ពុជាយើងគឺពលរដ្ឋខ្មែរមិនដែលទទួលស្គាល់ហ៊ុនសែននិងហ៊ុនម៉ាណែតជាមេដឹកនាំប្រទេសទេអញ្ចឹងហើយបានជាខ្ញុំមិនដែលហៅហ៊ុនសែនហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីទេខ្ញុំហៅតែលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទេទោះជាវាយឲ្យខ្ញុំងាប់ក៏ខ្ញុំមិននិយាយមិនហៅនាយករដ្ឋមន្ត្រីដែរអាហ្នឹងឲ្យខ្ញុំមកទៅនិយាយតាមមានអ្នកប្រជាធិបតេយ្យជាច្រើនអ្នកកាលពីមុនហៅលោកហ៊ុនសែនហៅអីដល់ទៅពេលយូរទៅហៅស្អីគេនាយករដ្ឋមន្ត្រីស្អីឯណាសម្ដេចឯណាយូរទៅអាខ្លួនអាពាក្យសម្ដីខ្លួនឯងមិនរឹងមាំផងហ្នឹងគោលដៅខ្លួនឯងមិនរឹងមាំតើយកស្អីទៅបដូរគេបានគ្រាន់តែពាក្យសម្ដីគេកាច់បាក់បាត់ហើយហ្នឹងចុះតម្រាំតែរឿងផ្សេងទៀតរឿងអីដែលគេកាច់មិនបាននឹងសូមឲ្យអ្នកប្រជាធិបតេយ្យពិចារណាឡើងវិញលៀងខួរក្បាលឡើងវិញកុំឲ្យតែហ៊ុនសែនសនំពអីធ្វើតាមហ៊ុនសែនអត់ទេហ៊ុនសែនចាប់បងប្អូនខ្ញុំដាក់គុក3នាក់ដើម្បីគម្រាមខ្ញុំឲ្យខ្ញុំនឹងចុះចូលឲ្យខ្ញុំនឹងលក់ក្បាលឲ្យគេ10លានដុល្លារឲ្យខ្ញុំនឹងប្រើពាក្យហៅគេនាយករដ្ឋមន្ត្រីឬក៏សម្ដេចដាច់ចោលនោះដាច់អាគុកអីគេនោះខ្ញុំមិនអាចហៅបានសុខចិត្តឲ្យជាប់គុកជាប់អស់ហើយចេញមកវិញអស់ហើយ 3-4 ឆ្នាំម្នាក់បុកសម្លាប់ម្នាក់
របួសពេញខ្លួនជាបាលជាតិបន្តរស់នៅទៀតការឈឺចាប់ 4 នាក់ក្នុងក្រុមគ្រួសារក៏ប៉ុន្តែសួរថាតើខ្ញុំប្រើខ្ញុំទន់ភ្លន់ទេអត់ទេហេតុអីបើខ្ញុំត្រូវទន់ភ្លន់ជាមួយចៅហេតុអីបើខ្ញុំត្រូវទន់ភ្លន់ជាមួយពួកអាយ៉ងយួនហេតុអីបានខ្ញុំត្រូវទន់ភ្លន់ជាមួយពួកអាខ្លួនខ្មែរក្បាលយួនហេតុអីអានពាក្យមិនអស់នៃសរសេរខ្ញុំយល់ហើយនេះលពូគាត់សេថាអ្នកដឹកនេះដកមេដឹកនាំជាតិពាក្យដកមេដឹកនាំជាតិលុះត្រាតែមេដឹកនាំនោះប្រជាពលរដ្ឋបោះឲ្យអានោះបើគេហៅថាដឹកនាំជាតិទូមេដឹកនាំផ្ដាច់ការឬមិនផ្ដាច់ការទេតតែមេដឹកនាំនោះឈ្នះក្នុងការបោះឆ្នោតត្រឹមត្រូវចឹងហើយបានក្មួយអានអត់ឲ្យអស់ទេពាក្យជាតិនេះមិនមែនចេះតែប្រើទេបាទអ្នកប្រជាធិបតេយ្យយើងប្រើមួយជាតិបានតែជាមួយពួកបកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនយើងមិនអាចប្រើពាក្យជាតិបានទេបាទយើងមិនអាចប្រើពាក្យជាតិបានទេជាតិគឺជាដែនអធិបតេយ្យរបស់កម្ពុជាហើយចុះបើយួនតំណាងបើហ៊ុនសែនបកប្រជាជនតំណាងឲ្យយួនហ្នឹងរាល់ថ្ងៃនេះរដ្ឋាភិបាលយួនជាអ្នកគ្រប់គ្រងទៅរដ្ឋាភិបាលយួនហាណូយជាអ្នកគ្រប់គ្រងហ៊ុនសែនដែរបោះលើកណាក៏មិនដែរឈ្នះខ្មែរដែរហ៊ុនសែនធ្វើរដ្ឋប្រហារយកតែមិនមែនឈ្នះឆ្នោតណាចឹងហើយដោយសារការធ្វើរដ្ឋប្រហារយកហ្នឹងហើយបានជាប្រទេសស្វីសគេមិនដាក់ស្ថានទូតនៅប្រទេសកម្ពុជាទេដោយសារតែការដឹកនាំរបស់ហ៊ុនសែនមិនមែនជាការដឹកនាំតាមការចង់បានរបស់ដឹកនាំក្បត់ជាតិដឹកនាំក្បត់ជាតិហ្នឹងទទួលស្គាល់លពូក្មួយអានអត់អស់មិញហ្នឹងហើយសុំទោសដឹកនាំក្បត់ជាតិអាហ្នឹងយើងត្រូវតែដកឯងត្រូវតែដកតែយើងខ្លាចគឺយើងបាត់បង់ប្រទេសហើយសុំទោសលពូក្មួយអានអត់អស់មិញមើលទៅចាំងហ្នឹងហើយអរគុណនិយាយបានល្អបងប្រុសឪនឹងកូននឹងគ្រាន់តែជាកញ្ជះសៀមតែប៉ុណ្ណោះវានឹងប្រគល់អ្វីឲ្យតែសៀមតាមដែលសៀមចង់បានមូលហេតុដែលខ្ញុំហ៊ាននិយាយថារបបហ៊ុនសែននេះកញ្ជះសៀមរបបហ៊ុនសែននេះកញ្ជះយួនរបបហ៊ុនសែននេះកញ្ជះចិនយើងទៅមើលប្រវត្តិសាស្ត្រឡើងវិញទៅមើលសម័យណាក៏ដោយឲ្យតែជនផ្ដាច់ការគឺនៅក្រោមការគ្រប់គ្រងរបស់យួនរបស់ចិននិងរបស់សៀមខ្ញុំតែងតែនិយាយថាឆ្កែក្បាល3ព្រួតខំកម្ពុជាឆ្កែក្បាល3ព្រួតខំកម្ពុជាឆ្កែមួយឆ្កែយួនឆ្កែមួយឆ្កែសៀមឆ្កែមួយទៀតគឺឆ្កែចិនហើយខ្លួនវាតែមួយទេគឺពូជសាសចិនតែមួយព្រួតខំកម្ពុជាឆ្កែក្បាល3ព្រួតខំកម្ពុជាខ្លួនជាចិនក្បាល2ក្បាល3ចិនមួយក្បាលសៀមមួយក្បាលយួនមួយឆ្កែក្បាល3ព្រួតខំកម្ពុជាខ្ញុំនិយាយច្រើនឆ្នាំហើយខ្ញុំនិយាយរហូតតែបងប្អូនមិនសូវយល់មិនសូវដឹងមិនសូវយល់អត្ថន័យអញ្ចឹងវាមិនខុសអីអំពីលួនជាគាត់និយាយថាបន្ទប់3ដំបូលតែមួយទេហេតុអីបានលួនជាគាត់លើកបន្ទប់3ដំបូលតែមួយមកនិយាយក្រោមការគ្រប់គ្រងរបស់ចិននេះជាផែនការរបស់ចិនក្នុងការលេបយកកម្ពុជាតាមរយៈដៃជើងរបស់គេតាមរយៈកូនចៅរបស់គេបំបីពូជសាសន៍ដើម្បីលេបមហានគរខ្មែរនេះផែនទីនៅក្រៅខ្នងហ្នឹងហើយក្មួយសំទោសលោកពូក្មួយអានអត់អស់មិញសំទោសណាលោកពូក្មួយខុសក្មួយសំទោសភ្លាមមិញអានទៅវានេះចាក់អាភ្លើងនោះមើលទៅលុបអក្សរស្មានតែជាតិក្បត់ជាតិហ្នឹងហើយក្បត់ពីមុខជាតិមើលវាផ្លាតវានេះទៅហ្នឹងហើយអញ្ចឹងសូមបញ្ជាក់ថាក្រុមហ៊ុនដែលនាំផលិតផលថៃចូលកម្ពុជាទំនិញ 80% មកកម្ពុជាមួយឆ្នាំជិត $10,000 លាននេះគឺហ៊ុនម៉ាណានោះជាអ្នកណាហ៊ុនម៉ាណាជាកូនរបស់លោកហ៊ុនសែនហើយបាទអញ្ចឹងដូចក្នុងការបងកែមលីគាត់សិក្សាហើយគាត់ធ្វើរបាយការណ៍ទៅកន្លែងរបាយការណ៍ Global Witness អញ្ចឹងថាក្រុមគ្រួសារតកូលហ៊ុនគ្រប់គ្រងអាជីវកម្មទាំងអស់មានន័យថាសំបីតែស្រោមអនាម័យមួយក៏ជាភាគហ៊ុននិងក្រុមហ៊ុនតកូលហ៊ុនដែរបាទភាគហ៊ុននិងក្រុមហ៊ុនតកូលហ៊ុនដែរហ្នឹងហើយអញ្ចឹងហើយសំណួរសួរថាបងប្អូនចេះតែឆ្ងល់បងប្អូនស្រុកខ្មែរក៏ចេះឆ្ងល់ថាបងនេះពោះខ្ញុំឆ្ងល់មែនតើខ្ញុំឆ្ងល់ថាហេតុអីបានជាផលិតផលថៃមិនចេះអស់ខ្ញុំប្រាប់ទៅវិញថាបើឲ្យអស់តើអស់ពូជហ៊ុនសែនសិនបើតើអស់តើឲ្យហ៊ុនសែនអស់អំណាចសិនអាហ្នឹងបានអាចទប់ស្កាត់បានបើផលិតបើហ៊ុនសែនហ៊ុនម៉ាណែតឬតកូលហ៊ុនសែននៅមានអំណាចផលិតផលថៃផលិតផលយួនផលិតផលចិនចូលមកមិនចេះអស់ទេហើយថែមទាំងផលិតផលនោះដោយមិនមានគុណភាពទៀតគេហៅថាផលិតផលសម្លាប់នោះមានន័យថាផលិតផលដោយខូចគុណភាពផលិតផលដែលមានសារជាតិគីមីខ្ពស់អញ្ចឹងគេដឹងថាខ្មែរយើងចូលចិត្តហូបអ្វីដែលដិតមានរសជាតិ
ជ្រៅជ្រៅរសជាតិដិតអញ្ចឹងឲ្យគេថែមអាសារជាតិគីមីចូលនៅក្នុងនឹងឲ្យវាដិតទៅឃើញទេមួយឆ្នាំកាពះពវៀនមហារីកភោជមាត់ស្បូនណាមហារីកកាពះពវៀនណាជាច្រើនទៅព្យាបាលនៅយួនបាទតាមុកបាននិយាយហើយគុយទាវមួយតុកតាមុកចេញលុយតែម្នាក់ឯងអាហ្នឹងបាទអាហ្នឹងគាត់ចង់និយាយថាចេះគាត់ចង់និយាយថាភាគតាពលពតឬក៏សឡុតសតំណាងឲ្យចិនហើយអង្គការលើហ្នឹងគឺតំណាងឲ្យយួនមានខៀវមានខៀវសំផនមានស្អីនួនជាមានស្អីហ្នឹងឃើញទេមានបញ្ជាការធំមួយចំនួនហ្នឹងតំណាងឲ្យយួននៅពេលដែលយួនចិននិងសៀមត្រូវគ្នាគឺបង្កើតទៅជាបកសឡុតសទាំងបកកុម្មុយនីសមួយហ្នឹងឲ្យសឡុតសជាអ្នកធ្វើមេដឹកនាំព្រោះសឡុតសជាជនជាតិចិនម្ដាយគាត់ជាជនជាតិចិនកាត់ថៃចិនម្ដាយសឡុតសឬក៏ហៅថាពលពតហើយឪពុកគាត់ហ្នឹងដូចកាត់ខ្មែរដែរបាទចិនកាត់ខ្មែរចឹងហើយបានចិនគេទុកចិត្តពលពតគេជុកចិត្តសឡុតសហ្នឹងឲ្យធ្វើជាប្រធានបកអញ្ចឹងយួននិងចិនហ្នឹងរួមគ្នាបង្កើតទៅជាបកមួយនៅពេលដែលបកមួយហ្នឹងហើយនៅពេលដែលឆ្លោះគ្នាផ្ទៃក្នុងគេបែងចែកក្រុមបកហ្នឹងទី2ទី1ការគ្រប់គ្រងរបស់សឡុតសឬក៏ពលពតជាប្រធានរដ្ឋទី2គឺអង្គការលើនោះគឺជាអ្នកដែលត្រួតពិនិត្យឆ្លូបទាំងអស់ឬក៏ជនភៀសឬក៏ប្រជាពលរដ្ឋទាំងអស់ហ្នឹងឯងអញ្ចឹងនៅពេលដែលប្រជាពលរដ្ឋគាត់អត់មានគាត់លួចញ៉ាំអីទីងទួចគេថាក្បត់អង្គការហើយក្បត់អង្គការហ្នឹងអង្គការយកទៅសម្លាប់ចោលសួរសំណួរថាតើអង្គការហ្នឹងជាអ្នកណាអង្គការគឺជាជនជាតិយួនអង្គការគឺជាបកប្រជាជនហ្នឹងឯងអង្គការលើហ្នឹងគឺជាបកប្រជាជនសពថ្ងៃហ្នឹងឯងអង្គការលើហ្នឹងគឺបកប្រជាជនសពថ្ងៃហ្នឹងឯងជាអ្នកសម្លាប់ខ្មែរហើយគេពលពតគាត់ព្យាយាមសម្លាប់មេបញ្ជាការយួនដែលនៅជុំវិញគាត់ព្រោះគាត់ផ្លាច់បាត់អំណាចព្រោះរឹកចិនហើយយួនឆ្លោះគ្នារឿងផលប្រយោជន៍ផលប្រយោជន៍ភូមិសាស្ត្រមានន័យថាចែកឥទ្ធិពលគ្នាអត់ស្មើគ្នាមានន័យថាយួនហើយនឹងចិនហ្នឹងគិតថាយើងចែកផលប្រយោជន៍គ្នាឲ្យស្មើគ្នាទៅមានន័យថាតំណែងតំណងការបរទេសអន្តរជាតិលើចិនហើយការគ្រប់គ្រងប្រទេសលើយួនការគ្រប់គ្រងប្រទេសលើយួនប្រព័ន្ធនយោបាយប្រព័ន្ធស្អីលើយួនហើយសេដ្ឋកិច្ចនិងការតំណែងតំណងការបរទេសលើចិននៅពេលដែលទាំងពីរហ្នឹងឆ្លោះគ្នាអត់ចែកផលប្រយោជន៍គ្នាឲ្យស្មើគ្នាអញ្ចឹងពីរអ្នកហ្នឹងឆ្លោះគ្នាអញ្ចឹងហើយបានធ្វើឲ្យមានសោតនីយកម្មកើតឡើងគឺសម្រាប់អស់3លានអ្នកហ្នឹងក្រោមលេះអង្គការលើហើយអង្គការលើហ្នឹងគឺបកប្រជាជនសពថ្ងៃហ្នឹងឯងជាអ្នកសម្រាប់ខ្មែរជិត3លានអ្នកអាហ្នឹងឲ្យច្បាស់អញ្ចឹងហើយខ្ញុំតែងតែបន្ទោសទៅដល់អ្នកដែលគ្រប់គ្រងបកប្រជាជនគេសម្រាប់ឪពុកសម្រាប់ម្ដាយសម្រាប់បងប្អូនខ្លួនឯងស្ទើរតែបន្លាយពុជសាសឯងហើយស្ទើរតែបន្លាយពុជសាសខ្មែរហើយហេតុអីបានជាអ្នកឯងនៅតែមុខក្រាស់នៅតែខួងាប់ដើម្បីទៅគ្រប់គ្រងបកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនឬក៏បកអង្គការលើនឹងទៀតអ្នកឯងជាអ្នកឯងបន់ឲ្យបងប្អូនអ្នកឯងងាប់មែនអ្នកឯងបន់ឲ្យម៉ែឪអ្នកឯងងាប់មែនអ្នកឯងបន់ឲ្យបងប្អូនអ្នកឯងងាប់មែនបានអ្នកឯងទៅគ្រប់គ្រងបកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនហ្នឹងអាហ្នឹងយើងនិយាយអស់គ្នាបាទកុំស្ដាប់ហើយជឿទៅសិក្សាស្រាវជ្រាវឲ្យច្បាស់ប្រវត្តិសាស្ត្រភូមិសាស្ត្រឲ្យច្បាស់ហើយសិក្សាគ្រប់ភាគីដើម្បីរកហេតុនិងផលកុំដឹងប្រពុតមានពុទ្ធដីកាថាឲ្យយើងមានហេតុនិងផលមុននឹងជឿមុននឹងដឹងអ្វីមួយយើងត្រូវសិក្សាស្រាវជ្រាវឬក៏រកហេតុនិងផលឲ្យឃើញសិនចាំយើងជឿចាំយើងមានទំនុកចិត្តកុំឲ្យគេនិយាយភ្លាមជឿភ្លាមសូម្បីតែខ្ញុំនិយាយក៏ដោយកុំជឿខ្ញុំភ្លាមទៅរកសភៅប្រវត្តិសាស្ត្រអានកន្លឹះសំខាន់ហើយកន្លឹះនៅក្នុងសៀវភៅនីមួយគេតែងតែប្រកបន័យនៅក្នុងនោះឯងនេះដោយសៀវភៅកម្ពុជានៅក្នុងមហាព្យុះហ្នឹងគេនិយាយទាំងអស់ក៏ប៉ុន្តែសៀវភៅទាំងអស់វាមិនមែនត្រូវ 100% ទេក្នុង 100% ចំណុចដែលសំខាន់វាត្រូវតែ4 10 20ចំណុចតែប៉ុណ្្នឹងឯងហើយ4 10 20ចំណុចហ្នឹងហើយជាអ្នកដែលស្រាយខួរក្បាលយើងកុំឲ្យវាល្ងឹតល្ងងអាហ្នឹងកុំឲ្យយើងឲ្យតែគេនិយាយអីអរគុណ7មករាគេនិយាយអីអរគុណ7មករានេះជាសភៅនេះឃើញទេមើលសភៅឲ្យហើយបាទឃើញទេ3ឆ្នាំ8ខែប្រហែលថ្ងៃហ្នឹងសួរថាតើអ្នកណាជាអ្នកនៅពីក្រោយឃាតកម្មទាំងអស់ហ្នឹងយួនចិនរុស្ស៊ីថៃឃើញទេ
រុស្ស៊ីជួយលុយយួនតំណែងតំណងចិនតំណែងតំណងការបរទេសបើកឲ្យយួនដាក់កងទ័ពនៅកម្ពុជា2លាននាក់តាមរយៈសេអនុយួនជាអ្នកធ្វើផ្លូវការទូតយួនសឡំស្ទោះចិនជាអ្នកបើកផ្លូវនយោបាយឲ្យយួនចូលមកគ្រប់គ្រងក្នុងប្រទេសកម្ពុជាវាពូជសាសគេចូលមកដើម្បីដឹកនាំប្រទេសកម្ពុជាយួនដឹកនាំក៏ចិនចំណេញចិនដឹកនាំក៏យួនចំណេញ3ប្រទេសហ្នឹងអ្នកណាដឹកនាំក៏ចំណេញដែរក៏ចំណេញដល់ចិនដែរថៃដឹកនាំប្រទេសកម្ពុជាក៏ចិនចំណេញយួនដឹកនាំប្រទេសកម្ពុជាក៏ចិនចំណេញចិនដឹកនាំប្រទេសកម្ពុជាក៏ចិនចំណេញដែរព្រោះអីពូជសាសគេតែមួយណាកុំទៅប្រភ្លីប្រភ្លើទៅជាគ្រប់ត្រគេមិនដឹងខ្យល់ណាហើយប្រវត្តិហ៊ុនសែនសម្រាប់ម្ដាយខ្លួនឯងប្រវត្តិហ៊ុនសែនគឺជាបុគ្គលដែលថោកទាបបំផុតដែលហ៊ានសម្រាប់ម្ដាយខ្លួនឯងដើម្បីការពារសៃនុកាលនោះម្ដាយគាត់ថាកូនអើយកូនឯងកុំការពារសៃនុខ្លាំងពេកពីព្រោះសៃនុនៅក្រោមឥទ្ធិពលរបស់ចិនទេកូនឯងត្រូវចេះគិតពិចារណាផងហ៊ុនសែនខឹងម្ដាយរបស់គាត់ច្រានម្ដាយគាត់ទម្លាក់លើផ្ទះបោកក្បាលងាប់បាត់ស្លាប់បាត់ទៅសំទោសប្រើពាក្យងាប់ធ្ងន់ធ្ងរពេកសំទោសបាទហ៊ុនសែនហ៊ានសម្លាប់ម្ដាយខ្លួនឯងរឿងអីដែលហ៊ុនសែនមិនហ៊ានសម្លាប់ខ្មែរក៏5ប្រហើយឲ្យថែមទៀតហេតុអីបានគេព្យាយាមសម្លាប់តែប្រុសហ៎ដោយសារតែកងទ័ព2លាននាក់នៅកម្ពុជាដើម្បីទុកបង្កាត់ពូជសាសន៍បាទគ្រប់ត្របកប្រជាជនរងដូចគោល្ងងដូចគោហ៎បើគេល្ងងគេមិនមែនដឹកនាំខ្មែរបានទេអាហ្នឹងហ៊ាននិយាយការពិតមួយគ្នាអត់ហេតុអីបានជាគេថាហ៊ុនសែនល្ងងខ្ញុំថាហ៊ុនសែនមិនល្ងងទេអ្នកណាថាហ៊ុនសែនល្ងងមានអ្នកណាថាហ៊ុនសែនល្ងងបើហាហ៊ុនសែនល្ងងហេតុអីបានជាហ៊ុនសែនដឹកនាំក្បាលបណ្ឌិតទាំងអស់ហ្នឹងបានហេតុអីបានបណ្ឌិតទាំងអស់ហ្នឹងទៅធ្វើការងារឲ្យហ៊ុនសែនមិនព្រមធ្វើច្បាយហ៊ុនសែនទៅណាចឹងហើយបានហ៊ុនសែនហ៊ានដាក់ថាសនាមគាត់ថាគាត់ជាឪបណ្ឌិតយល់ទេគាត់អាចដឹកនាំបណ្ឌិតបានណាមើលបណ្ឌិតខ្លះចេញមកថោកទាបហ្មងដូចថ្ងៃមុននឹងឃើញហើយស្តាំងឲ្យអីបណ្ឌិតមួយឈ្មោះស្អីទេគាត់តែគាត់ជាសមាជិកបកប្រជាជនសម្ងាត់តាំងពីបងកែមលីគាត់ប្រាប់ខ្ញុំណាបងកែមលីគាត់ប្រាប់ខ្ញុំថាអាប៉ែហ្នឹងគឺជាសមាជិកបកប្រជាជនសម្ងាត់ហើយជាមួយប្អូនកែមលីហើយគេបង្កើតដល់ពេលដល់បងកែមលីស្លាប់ទៅហ្នឹងគេបង្កើតបកមួយគេហៅបកអីដែលមានរូបឆាតនោះស្អីបណ្ឌិតស្អីគេនោះធ្លាប់ជួបមុខគ្នាប្រហែលដងតែខ្ញុំមិនចាំឈ្មោះព្រោះមិនងាយចាំទេឈ្មោះខ្ញុំសុំទោសរឿងមុខបើចាំឈ្មោះមិនងាយទេអានេះបណ្ឌិតអាចគោហ្មងណាអីអាចគោនៅមានប្រយោជន៍ទៀតណាសិតតែឲ្យថៃអភិវឌ្ឍមុនទៅចាំយើងយកមកវិញបានបើលោកឯងនិយាយបែបហ្នឹងលោកឯងឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតប្តឹងទៅតុលាការអន្តរជាតិ ICJ សិនទៅពេលនោះគេបារាំងគេចុះមកជួយអន្តរាគមន៍សួរតើថៃហ៊ានវាយមួយបារាំងអត់ទេតើយួនហ៊ានវាយមួយបារាំងអត់ទេកម្ពុជាមានតែបារាំងមួយគត់ដែលអាចពឹងផ្អែកបានពួកកម្ពុជាធ្លាប់នៅក្រោមអាណានិគមរបស់បារាំងអញ្ចឹងបារាំងស្គាល់ណាថាណាព្រំដីខ្មែរធម្មតាព្រំដីយួនធម្មតាព្រំដីថៃធម្មតានោះបារាំងស្គាល់ច្បាស់ណាស់អ្នកជំនាញគេស្កេនផ្កាយរណបគេដាក់មកពីលើភឹងលើនេះគ្មានណានេះបានហើយគាត់ទៅចុចមកបានហើយហ្នឹងអញ្ចឹងខ្ញុំសូមជឿថាហ៊ុនសែនមិនល្ងងទេបើហ៊ុនសែនល្ងងមិនមែនគ្រប់គ្រងក្បាលពួកអាបណ្ឌិតកថោហ្នឹងប្រហែលទាំងអស់ហ្នឹងបានទេដូចអាបណ្ឌិតស្អីច្រើនគ្នាណាមានបណ្ឌិតជាច្រើននៅក្នុងប្រទេសកម្ពុជាអ្នកណាថាខែល្ងងគឺមនុស្សនោះភ្លើសតហើយវាគ្មានអ្នកហេតុអីបើថាហ៊ុនសែនល្ងងបើហ៊ុនសែនល្ងងមិនមែនគ្រប់គ្រងក្បាលបណ្ឌិតទាំងអស់ហ្នឹងបានទេសូម្បីតែសុកទូចហ៊ុនសែនគ្រប់គ្រងក្បាលបានហើយអានេះយើងនិយាយត្រង់មួយគ្នាបានទេយើងកុំចាត់ទុកថាហ៊ុនសែនល្ងងអីសោះនៅពេលដែលយើងចាត់ទុកថាហ៊ុនសែនល្ងងគឺយើងល្ងងជាងហ៊ុនសែនមានន័យថាយើងលែងចេះរើបំរាយគឺថាមនុស្សល្ងងអញចង់យកប្រទេសមកវិញពេលណាក៏បានឥឡូវ20 30ឆ្នាំហើយមិនក៏យកមកមិនបានដោយសារយើងចាត់ទុកគេថាជាមនុស្សល្ងងហ្នឹងហើយនៅពេលដែលយើងឧទាហរណ៍តែយើងឡើងវាយបដាល់យើងគិតថាដៃគូរបស់យើងអត់ចេះវាយទេយើងចេះវាយលេងមួយគេអញ្ចឹងគេឈ្នះរហូតគេដាក់តែម្ដាយមកគេឈ្នះរហូតហើយថែមតែគេឈ្នះយើងរហូតគ្រប់វិធីសាស្ត្រដោយសារអីដោយសារយើងគិតថាគេល្ងងឡើងវាយបដាល់អត់គិតថាអ្នកឯងល្ងងមិនល្ងងទេអាណាស្លាប់វាយឲ្យស្លាប់សិនអាណាស្លាប់មិនចាញ់ហើយបើហ៊ុនសែនមិនស្លាប់ហ្នឹងហើយរឿងហ៊ុនសែនតែចាញ់យល់ទេហ៊ាននិយាយមួយគ្នាអត់កុំយកអាកំណត់លួងខ្លួនឯង
công do cầm nứt năng luôn luôn anh mình nút tuân sao đấy để giờ kết tha hôn sai là ngùng nhưng mình đã chặt tôi hôn sai là ngùng ấy nhưng tha tờ rốt về thi sao thì mới ở trên hôn sai bà dân chặt tôi hôn sai là ngùng miền đây là dân prom tranh hôn sai như đấy prom tranh hôn sai cho mọt đi hai đấy bác nhưng nơi ta to tăng với hôn sai nơi tại rốt còn lương vay và hôn sai hay riêng hôn sai này dễ cái này na cả tới đây dễ cái này na cái tới đây một hai sai riêng na sai riêng bọn bọn ai phải tranh về tay cho bọn than tiền chẳng miền này tháp ôn liên ôn là ngùng men nhóm mình thang nhưng mà là ngùng cái thế còn bật tay nhóm khoa khát chấm nét đằng khoa khát chấm nét đằng nhóm từ tôi qua ta nhóm mình toàn miền chấm nét đằng mình toàn miền chấm nét đằng là lại thì thật đằng á nẹt khăng từ kỳ hai thằng nẹt chlat hay bây giờ mình toàn nẹt kê vòng dương thà khăng mày cả đôi bà put miền put đi ca chẳng thà hay mày hàng xa tại sạc hàng xa tại sạc dương ở nơi nghĩ mà dừng thở rô cần đứt đàm bây dốc nẹt kê tam để ra hàng xa tam để ra dương mơ bà put đó bà put vô nẹt sọc nó cứ chưa đặt cái nhá xong bây giờ put luôn ai có biết sầm lạp đây chẳng sọc nó đôi chỉ hôn sai chứ ạ xong bây giờ mà đai luôn ai có sầm lạp đây dương mơ rương bà put á hai đây ban bà put vô nẹt sọc bạn hai sọc nó hai chuyện nhẹ mình chia con top ai sầm lạp bà put chào hai vô nẹt prai là không bật tivi đó nghe vô tới tranh trao cho mơ bà put đầm bay ai bà put tranh còn tay trong khỏi bà put ở tranh này là hô to tả sọc nó chốt tranh này luôn anh đó mà hai thật khăng hay dương không niêm dương chỉ máy mà nè nè sẽ u ta can sa và bột có bàn tay từng vơ vánh từng vơ ọt bàn cả từng vơ khai miền chủng ngư pay khai trong là không tu sản thì đọc để không bạc cả là ngày ti bầm pơ á hai pi cho năm pi pom mà pay bầm muối nè nhưng mình dây tha mấy tha bát tây na cái đó ao tại miền chôn bát đại ca bát tây nung miền po rót miền chủng ngư pay khai nhớ lấy miền chủng ngư pay khai bát tây na cái đấy riêng thì dây cáp bát chủng ngư kia bán đấy còn khăng bán thì dây khăng dương mình xem cái gì dương thời rót bẩn lư thôi mày cần chọn nó kẹt nè cái đạn này công nó lơi dương cái chọn nó kẹt nè nó bốc đông vào masa to phải trom tại bay cái chọn nè trom bay cái chọn nè tới dương khơi dương stu lang lơi dương khơi làm ho dương khơi bị chia thập tay rồi sau ngày đi Campuchia ruột nơi cao mà nani công bảo kia là nói thế nơi cao mà nani công là bảo yun nơi cao mà nani công là bảo chân nơi cao mà nani công là bảo thái đạn nani công mà lơi khmái cứ tẹt tông chúng mình đang xây cái là tập hòn chấm năng hà yun đạn nani công mà lơi khmái tiếng nêu bái xây cái nâng con toạp ai chân đạn nani công là lơi nêu bái mà Campuchia xây cái nâng tầm đại tầm đông cao bọn thế ăn rạ chín Sekolah ananikum bakin này, anak cái hạt ananikum bạc mấy, ananikum yuan bên châu bò yuan mà nói yuan mà cục rong bị cày, group sථាban chiết từng đó, ananikum chấn, tầm này tầm đông cao ăn rạ chiết, nâng, xe tịch kịch, nâng cặp rạ cầm chày, thấy nè, hôn giải ọt lối tịch xây trần, cao viên dục chấn, thật đó là bây giờ trần, rai mi rai living rai đây chung với chân thầy, nâng này, dây giờ lấy riêng dây smart trang mới kia mà bằng khănนี่นะยัยมือเนี่ยตรังมาย่อมไปเชื่อมนุษย์มันเนี่ยได้อดยัยตามมารำกาจองบานเนี่ยยังเฮียนยัยกาเปิดเท้ายังเตยถือไม่ถือโครนยังไงคลั่งขยมสาวยังให้บานจิขยมมันตอนอายพลับโดคนแซนบานจ้องไปยืมมันเนี่ยโดคัดโครนอายคลั่งสมใบแต่เปียสมใดขยมสาวแมนขยมหลงงแมนก็ปะตายขยมมันตอนจกจานเปียสมใดมือคนแซนเนี่ยขยมอดตอนหาคนแซนชื่อในยุรอมไตรคนมาหน้าชื่อในยุรอมไตรอดได้เลยยมเนยแต่เปียสำได้บักยมเนยแต่ชาวบ้านรอจังตัวเจ้าคนแซนกับเรียนสำหรับยมคนมาหน้ากับเรียนสำหรับยมกระดอยให้เมฆยมเยอะอัปตางคนแซนคนมาหน้ากับเรียนสำหรับยมในชั้นปีป้อมมาปีป้อมมาปีตรงไงตีมาปีป้อมปีจะเรียนสำหรับยมเนยกับพงเศร้าเหมือนกันน้องคนแซนใหญ่เดียวใช่ไหมขมิ้นเฉลยขมิ้นปีลให้ขมิ้นเปียลปีถักขมิ้นเปียลมีในขมิ้นวิ่งตอนทมเหมือนปีอักระหมาเนี่ยเหมือนปีอักระขมิ้นเปียลมีในถักขมิ้นวิ่งตอนทม
អត់តន់ធំអាការគិតអាការនិយាយអាការស្ដីអាការធ្វើវាហ្នឹងមិនតន់ច្បាស់លាស់ទេនៅការរៀនសូត្របន្តទៀតយល់ទេហ្នឹងហើយខ្ញុំក្មេងពីលហ៊ុនសែនជាមេឃាតករសម្លាប់ប្រជាពលរដ្ឋខ្មែរខ្ញុំក្មេងពីលហ៊ុនសែនជាអ្នកប្រឡាយពុជសាសខ្មែរខ្ញុំក្មេងពីលហ៊ុនសែនជាមេឧក្រិដ្ឋជនលាងលុយនៅកម្ពុជាមិនដែរម្យ៉ាងម្នាក់តើយ៉ាងម្នាក់បាទបាទជួយខមមិនសរសេរបន្ថែមទៀតមកបងប្អូនបងម៉ែបាទបាទរឿងមួយយ៉ាងរឿងទី1ត្រូវតែវាយយកមកវិញព្រំដែនរបស់យើងវាយក៏វាយប៉ណ្ដឹងក៏ប៉ណ្ដឹងដែរអត់មាននៅឈរឲ្យគេមកកាយមកគោះមកធ្វើអីតាមចិត្តយានដ្ឋានតាមចិត្តចឹងទេបណ្ដែតបណ្ដោយឲ្យគេធ្វើយានដ្ឋានតាមចិត្តឥឡូវមានអីទៀតចប់ហើយប្រទេសកម្ពុជាចង់រីកចម្រើនត្រូវតែចាប់អាមេរិកខុសត្រូវតែចាប់អាមេរិកមើលឥឡូវយើងអត់រៀនពីថៃទេមើលថៃវាឆ្លាតណាហេតុអីបានថាថៃឆ្លាតពេលដែលជប៉ុនមានអំណាចថៃនឹងចាប់ដៃជាមួយជប៉ុនយកកម្ពុជាយើងប្រមាណខេត្តពេលដែលជប៉ុននឹងសង្គ្រាមលោកលើកទី2ជប៉ុនដួលរលំពឹបថៃងាកពីជប៉ុនពឹបទៅចាប់មួយអាមេរិកពឹបបើកមូលដ្ឋានកងទ័ពអាមេរិកនៅទឹកដីថៃពឹបដើម្បីមានតំណែងតំណងគេហៅថាសម្ព័ន្ធមិត្តនៅអាស៊ីយល់ទេយល់អត់គេតោងជាមួយអ្នកមានគេតោងជាមួយអ្នកមានអំណាចគេតោងជាមួយអ្នកមានអំណាចបើយើងមិនបានមានអំណាចដូចគេយ៉ាងហើយណាក៏មានចំហាយក្លិនដែរឬក៏អ្នកណាចង់វាយប្រទេសថៃឧទាហរណ៍ថាប្រទេសកម្ពុជាចង់វាយប្រទេសថៃចុះអញ្ចឹងអាមេរិកស្រែកណែកុំវាយកូនចៅអញវើយសម្ព័ន្ធមិត្តអញឯងកូនចៅអញធ្វើអីធ្វើស្រួលឃើញទេយើងអត់រៀនសូត្រពីគេទេយើងវានៅតែមានអាគូក្បាលងាប់គូក្បាលងាប់នយោបាយជាកន្លឹះក្នុងការដឹកនាំគំនិតក្នុងការគិតទុកមុនពាក្យនយោបាយណាយល់ឲ្យច្បាស់ពាក្យនយោបាយជាអ្វីនយោបាយជាកន្លឹះក្នុងការដឹកនាំនយោបាយជាគំនិតក្នុងការគិតទុកមុនហើយនយោបាយត្រូវការចំណេញនិងរីកចម្រើនបងរត់ចោលស្រុកក្នុងឆ្នាំ1979បងមិនឬមិនហ៊ុនសែនជាអ្នកណាបាទហ៊ុនសែនជាណាហ៊ុនសែនជាឆ្លប់ខ្មែរក្រហមឆ្លប់ជាអ្នកយកការឲ្យយួនឪពុកហ៊ុនសែនក៏ជាឆ្លប់ដែរគេថាឆ្លប់ប្រមឹកតែអ្នកដែលចូលជាមួយបកកុម្មុយនីសវៀតណាមយូរណាស់ហើយហ៊ុនសែនហ៊ុនម៉ាណែតហ៊ុនសែនឪពុកហ៊ុនសែននោះហ្នឹងអញ្ចឹងបាទអញ្ចឹងឥឡូវយើងមើលអញ្ចឹងឲ្យបើថាយើងគេឲ្យយើងរៀនប្រវត្តិសាស្ត្រដល់ពេលដែលយើងរៀនប្រវត្តិសាស្ត្រយើងដឹងកន្លឹះហ្មងយើងដឹងកន្លឹះតែយកឈ្នះថៃយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើងមានសម្ព័ន្ធមិត្តជាមួយអាមេរិកយើងមានសម្ព័ន្ធជាមួយមហាអំណាចអញ្ចឹងកូនទាំងពីរនេះគេមកឲ្យឆ្លោះគ្នាទេកូនទាំងពីរនេះយ៉ាងហោចណាស់ក៏យើងបានការពារសុវត្ថិភាពយើងដែរទូយើងតូចហ្នឹងគេថាអាកូនធំអាកូនច្បងឯងអាកូនពៅឯងអាឯងមានធំឯងកុំវាយកូនបងកំពេយ៉ាងហោចណាស់ក៏មានឪណែនាំថាកុំឲ្យវាយគ្នាដែរនៅពេលដែលយើងគៀកជាមួយចិនមានអីគៀកជាមួយចិនហ្នឹងជាឪពុកជាម្ដាយរបស់ថៃដែរចិនគេថាវាយទៅថៃវាយឈ្នះខ្មែរក៏ចិនចំណេញយួនវាយឈ្នះខ្មែរក៏ចិនចំណេញចិនចូលមកក្នុងប្រទេសកម្ពុជាដើម្បីបើកឲ្យកូនចៅគេឲ្យកូនដៃឆ្វេងដៃស្ដាំគេដើម្បីយកកម្ពុជាហ្នឹងហើយអញ្ចឹងវាត្រូវជាមួយផែនការរបស់គេអាហ្នឹងត្រូវដឹងនៅពេលដែលយើងយល់ពីប្រវត្តិសាស្ត្រយើងដឹងថាល្បិចចិនហ្នឹងយ៉ាងម៉េចមកល្បិចយួនហ្នឹងយ៉ាងម៉េចមកល្បិចថៃហ្នឹងយ៉ាងម៉េចមកយួនណាខ្ញុំប្រាប់យួនត្រូវរើជាមួយអាមេរិកមែនតែយួននៅតែធ្វើការជាមួយចិនអញ្ចឹងគ្មានអាណាគេបោះបង់ចោលឪពុកចោលម្ដាយរបស់គេទេគ្មានអាណាគេបោះបង់ចោលកូនរបស់គេទេពេលខ្លះគាត់ថាកូននឹងវាប៉ះពាល់សម្ដីខឹងគ្នារយៈពេលខ្លីជាមួយឪជាមួយឪពុកជាមួយម្ដាយប៉ុណ្ណេះតែកូនគេនៅតែកូនគេអញ្ចឹងនឹងត្រូវច្បាស់អញ្ចឹងកាត់គេថាកាត់សាច់មិនដាច់កាត់ទឹកមិនដាច់កាត់សាច់មិនបានទេច្បាស់អញ្ចឹងកម្ពុជាអត់មានជំរឿនទេកម្ពុជាត្រូវតែចាប់ជាមួយអាមេរិកអារឿងចាប់ជាសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងយើងឲ្យចាប់យូរហើយកុំមកតាំងខ្លួនឯងឯករាជ្យសិទ្ធិកម្ពុជាជាដែនអធិបតេយ្យឯករាជ្យបូរណភាពទឹកដីរបស់កម្ពុជាមិនអាចរំលោភបំពេញបានទេប្រកាសខ្លួនឯងឯករាជ្យប្រកាសខ្លួនឯងឯករាជ្យក៏តែទៅមើលដីសម្បត្តិសេដ្ឋកិច្ច6លានហិកតាមើលយួនជាង10លានអ្នកហ្នឹងអាហ្នឹងឯករាជ្យហ្នឹងកងទ័ពយួននៅក្នុងប្រទេសកម្ពុជាជិត10លានអ្នកនៅក្នុងដីសម្បត្តិសេដ្ឋកិច្ចឆ្លៀកពាក់ស៊ីវិលជាកម្មករជាកស៊ូនោះអាហ្នឹងឯករាជ្យហ្នឹងឯងរតនគិរីមណ្ឌលគិរីគេចេះស្ទឹងត្រែងកំពង់ធំ
5 លានហិកតាមហត្តាប្រហែលនេះរយៈពេល10ឆ្នាំជាងនេះ5 10ឆ្នាំ20ឆ្នាំនេះមហត្តាតែ5នាក់5លានហិកតាយើងគុណទៅប្រហែលអាហ្នឹងហៅថាឯករាជ្យបើឯករាជ្យលុះត្រាតែកុំឲ្យមានទ័ពស៊ីវិលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាណាកុំឲ្យមានទ័ពស៊ីវិលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហេតុអីមានអញ្ចឹងហៅថាឯករាជ្យយកស្អីមកនិយាយថាឯករាជ្យនោះចង់មិនចង់កម្ពុជាត្រូវតែតោងជាមួយអាមេរិកកុំចង់មកតោងត្រូវតែតោងបើមិនតោងងាប់បើមិនតោងងាប់សាសង្គ្រាមលោកលើកទី3កើតឡើងមកផឹងមើលគេវាយកម្ពុជាតែ24ម៉ោងអាលាយខ្លាចទីផេះយួនមកចំហៀងថៃមកចំហៀងខ្មែរហ្នឹងទីសកលរបស់គេលើនេះគេហៅថាជាជនជាតិជាតិភាគតិចលើនេះធ្លាក់ខ្លួនដូចកម្ពុជាក្រោមអញ្ចឹងរស់នៅក្រោមអាណានិគមរបស់គេហ្នឹងតោះហ៊ាននិយាយការពិតរបស់គ្នាអត់ខ្ញុំដឹងថាបងប្អូនមួយចំនួនខឹងឃើញខ្ញុំនិយាយនឹងវាចំពេកត្រង់ពេកតែសុខចិត្តឲ្យខឹងហើយឲ្យរឹងមាំយកការរិះគន់របស់គេនឹងធ្វើជាកម្លាំងចិត្តដើម្បីការតស៊ូដើម្បីកែច្នៃខ្លួនឯងឲ្យរឹងមាំឲ្យឆ្នៃរឹងមាំអ្នកចាញ់គឺជាអ្នកល្ងងអ្នកឈ្នះគឺជាអ្នកឆ្លាតនិយាយម៉ាត់ចេះឡើងវាយអ្នកឯងចាញ់ដោយសារខ្ញុំតឲ្យតទៅគេពាក់ខ្សែក្រវ៉ាត់បាត់ហើយគេអត់ខ្វល់ថាអ្នកឯងតមិនតទេតែវាយឈ្នះអញពាក់ខ្សែក្រវ៉ាត់ណាពាក់ខ្សែក្រវ៉ាត់ឆ្លោះគ្នានៅក្នុងផ្ទៃក្នុងជាតិណាប្រជាបរតឆ្លោះគ្នារឿងដីធ្លីក្នុងដីធ្លីខ្លួនឯងទោះឆ្លោះគ្នាប៉ុណ្ណាក៏ដោយក៏វានៅតែជាដីខ្មែរដែរក៏ប៉ុន្តែបើឆ្លោះជាមួយថៃឆ្លោះជាមួយយួនថៃចូលយកមកហើយអាហ្នឹងបាត់ជាដីខ្មែរហើយมันអាចយកលុយទៅទិញបានទេដូចចិនហ្នឹងវានិយាយត្រូវអាជនជាតិចិនហ្នឹងវានិយាយត្រូវវាដឹងថាហ្នឹងវាជនចិត្តគ្នាចិនគ្នាវាក៏តែវានិយាយឲ្យខ្មែរយើងវាបើកគូក្បាលដែរនេះថាម៉េចនិយាយថាវាខាតលុយអស់4 5លាន10លាន20លាន40លានហ្នឹងរឿងធម្មតាទេសង្គ្រាមកាត់ឡើងវាបាត់វាអញ្ចឹងហីក៏ប៉ុន្តែរឿងមិនធម្មតានោះគឺវាបាត់ដីខ្មែរតែបាត់ទឹកដីទៅលើបរទេសមួយខាហើយมันអាចយកលុយទៅទិញបានទេមានតែសង្គ្រាមយកមកវិញតែប៉ុណ្ណោះមានតែបដូរជីវិតយកមកវិញតែប៉ុណ្ណោះมันអាចយកលុយទៅទិញបានទេចិនហ្នឹងវានិយាយត្រូវរឿងហ្នឹងអ្នកណាក៏ដឹងដែរប្រជាបរតខ្មែរក៏ដឹងដែរអ្នកណាក៏ដឹងដែរមិនដឹងទេគាត់តែសុខចិត្តធ្វើល្ងងធ្វើមិនដឹងធ្វើភ្លើមិននាំគ្នានិយាយការពិតអ្នកណាក៏ដឹងដែរបាទជំរាបសួរមីងបាទនឹងសេសខ្មែរមីងបាទណាក៏ដឹងដែរឃើញអត់ចិនវាខាតលុយ20 30លានហ្នឹងវាថាធម្មតាទេនៅពេលដែលប្រទេសមានសង្គ្រាមតែបាត់បង់អញ្ចឹងឯងវាក៏ឈឺចាប់ដែរគាត់តែអ្វីដែលឈឺចាប់ជាងគេនោះគឺដីខ្មែរតែបាត់បង់ទៅទឹកដីថៃដែលថៃគ្រប់គ្រងអញ្ចឹងគេឲ្យយើងរៀនរកដំណោះស្រាយថាទៅធ្វើយ៉ាងម៉េចដំណោះស្រាយមានគាត់តែមានក្រុមចៅម៉ាស៊ីតហ៊ុនសែនហ៊ុនម៉ាណែតនោះវាអត់ព្រមប្តឹងទៅតុលាការអន្តរជាតិ ICJ និង ICC នឹងក៏អញ្ជើញម្ចាស់ហត្ថលេខីមកដោះស្រាយតែទាំងច្បាប់ជាតិនិងអន្តរជាតិយើងមានទាំងអស់យើងធ្លាប់ស្ទះក្តីគេនៅតុលាការអន្តរជាតិ ICJ យើងធ្លាប់កោះអញ្ជើញឬក៏ប្តឹងបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1991ហ្នឹង$23ហ្នឹងយើងធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសន្ធិសញ្ញាព្រំដែនជាមួយគ្នាទាំងភាគីទាំងសងខាងមិនត្រូវរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជាហើយបើអ្នកណារំលោភបំពានសហរដ្ឋអាមេរិកមានសិទ្ធិចូលអន្តរាគមន៍ប្រទេសទាំង18ប្រទេសមានសិទ្ធិចូលអន្តរាគមន៍ដើម្បីការពារបរទេសទាំងអស់នោះដែលកុំឲ្យចូលឈ្លានពានកម្ពុជាហើយចុះបើយើងមិនកោះអញ្ជើញគេផងហ្នឹងយើងមិនរកគេផងឲ្យគេចូលមកដោះស្រាយយើង free វាមិនដាម៉ាណាចោលលួចរបស់ខ្លួនឯងហើយអត់ហ៊ានទៅប្តឹងប៉ូលីសឬក៏អ្នកឯងជាចោលដែរបានហ៊ានប្តឹងប៉ូលីសឬមិនតោះតែចោលគ្នាវាបានវាមិនហ៊ានទៅប្តឹងប៉ូលីសចោលមកលួចទ្រព្យសម្បត្តិរបស់យើងបាត់របស់យើងបាត់ទឹកដីហើយយើងអត់ហ៊ានទៅប្តឹងប៉ូលីសឲ្យប៉ូលីសទៅចាប់ចោលទេបើមិនបានយកចោលនឹងដាក់គុកយ៉ាងហោចណាស់ក៏បានទ្រព្យរបស់មកវិញដែរតែយើងអត់ហ៊ានប្តឹងចោលទេឬក៏អាអ្នកដែលបាត់របស់ណាហ្នឹងជាចោលដែរឬមិនសួស្តីបងប្រុសបកស្បែកអារបបឪកូនបានល្អណាស់សង្គ្រាមថៃនិងខ្មែរនេះម៉ានីក្បត់ម៉ាណែត
ម្នេះម្នាក់ទាំងបងប្អូនវាក្បត់ស្អីវាយួនដូចគ្នាវាគ្មានណាក្បត់ណាទេបាទគ្មានណាក្បត់ណាទេយួនគ្នាវាហ្នឹងយួនគ្នាវារឿងអីវាក្បត់គ្នាវាកាត់រឿងបំផុតរឿងធំបំផុតទី1យើងប្រជាបរតក្តីកងទ័ពក្តីយើងត្រូវតែងាកក្នុងកំភ្លើងមកបដូររបបហ៊ុនសែនជំរុញភ្ជុំហ៊ុនសែនមកថាបើអត់ដាក់កំណត់ថ្ងៃឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតប្តឹងបើមិនប្តឹងទៅតុលាការអន្តរជាតិ ICJ ទេគឺយើងនឹងទម្លាក់ចេញពីអំណាចតែម្ដងបាទទី1យើងឲ្យពួកនោះដោះលែងអ្នកមនសិការជាតិខ្ញុំអត់និយាយអ្នកទោសណាមនសិការជាតិពួកទោសអានោះពួកនោះអ្នកចោទមនសិការជាតិទាំងអស់ហើយរួបរวมជាមួយអ្នកប្រជាធិបតេយ្យទាំងក្នុងទាំងក្រៅប្រទេសហ្នឹងរួមគ្នាប្តឹងថៃទៅតុលាការអន្តរជាតិ ICJ នេះចំណុចទី1បើសិនជាហ្នឹងបើសិនជាហ៊ុនសែននិងហ៊ុនម៉ាណែតធ្វើបានរឿងទី2បើសិនជាធ្វើមិនបានទេគឺទម្លាក់ចេញពីអំណាចមកបាតកម្មទម្លាក់ចេញពីអំណាចមកហើយរឿងទី3បើសិនជាបាតកម្មទម្លាក់ចេញពីអំណាចហើយមិនចេញមានតែធ្វើរដ្ឋប្រហារទេហើយតែធ្វើរដ្ឋប្រហារនោះសម្លាប់ហើយពីតែរដ្ឋប្រហារគឺសម្លាប់ហើយអត់មានទុកទេបាទព្រោះគេដាក់លក្ខខណ្ឌទី1ទី2ឲ្យយើងដោះស្រាយហើយបើយើងមិនដោះទេអាហ្នឹងគឺមានតែគេសម្លាប់ហើយរដ្ឋប្រហារគឺសម្លាប់ហើយខ្ទេចហើយកុំតិចឲ្យកុំថាផ្ទះកុំថាសំបែងឡានម៉ូតូលុយលៀបសការៈតំណែងទូនាទីជីវិតឡើយគឺកុំតិចចោលអស់អត់មានទុកទេអាហ្នឹងចឹងឥឡូវហ៊ុនសែនរើសរួមគ្នាឬក៏រើសគ្រួសារចុះចេញពីអំណាចឬក៏ឲ្យគ្រួសារហ្នឹងបាត់បង់ជីវិតនៅលើផែនដីហ្នឹងរើសណាអត់មានជំរឿសទេហ៊ុនសែនដំណោះស្រាយមាន2ដែលអាចរក្សាជីវិតបានរក្សាក្រុមគ្រួសារបានរក្សាលុយខ្លួនឯងបានទី1រួបរวมមួយអ្នកប្រជាធិបតេយ្យប្តឹងថៃទៅតុលាការអន្តរជាតិស្ដារប្រទេសឡើងវិញរៀបចំឡើងវិញឲ្យបានត្រឹមត្រូវហើយបកគោលអំណាចឲ្យអ្នកប្រជាធិបតេយ្យតាមសម្រួលជំរឿសទី2លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនិងក្រុមគ្រួសារត្រូវចុះចេញពីអំណាចហើយទៅរកស៊ីធម្មតាចោះកុំមកច្បុកច្បល់ជាមួយនឹងបញ្ហានយោបាយទៀតបញ្ហាប្រទេសជាតិទៀតឬក៏ចង់ខ្លាយទៅជាបពប្រឆាំងក៏ខ្លាយទៅបើចង់ធ្វើនយោបាយខ្លាយទៅជាបពប្រឆាំងក៏ខ្លាយទៅយ៉ាងហោចណាស់ក៏ត្រូវផ្ដល់ឱកាសឲ្យអ្នកប្រជាធិបតេយ្យគេដឹកនាំពីអាណត្តិដែរដំណាក់កាលទី3គេនឹងធ្វើរដ្ឋប្រហារហើយគេនឹងបបោសចោលតែហ្មងនយោបាយបលេះពូនមានន័យថាមនុស្សងាប់លែងចេះនិយាយភាសាហ្នឹងអ្នកនយោបាយគេមិនហ៊ាននិយាយទេគ្រាន់តែក្នុងខួរក្បាលអ្នកនយោបាយទាំងអស់ឲ្យតែជន់ផ្ដាច់ការប្រជាពលរដ្ឋណាក៏ហ៊ានក៏គិតបែបហ្នឹងដែរគ្មានគេឲ្យគេមិនចង់ឲ្យជន់ផ្ដាច់ការហ្នឹងមានជីវិតទេបាទមានជីវិតទេយើងមើលមេដឹកនាំពិភពលោកដែលជន់ផ្ដាច់ការទាំងអស់ហ្នឹងសួរតែមានជីវិតទេអត់មានជីវិតទេបាទហ៊ុនសែនរើសតែសម្រាមប្អូនដឹងហើយអារឿងចុះចូលគេអារឿងស្អីហ្នឹងអារឿងយើងយកមនុស្សអញ្ចឹងយកមកប្រៀបធៀបមិនគេចុះចូលជាមួយបកប្រជាជនតតគេយួនគេថាពួកអាគ្រូក្បាលយួនខ្លួនខ្មែរអាហ្នឹងឪពុកខ្ញុំក៏តែងតែបញ្យល់ថាខ្លួនគ្រូក្បាលខ្លួនយួនខ្មែរពួកអាហ្នឹងវាមិនដែលខ្វល់រឿងទឹកដីអាលាយមិនអាលាយទេអាណាឲ្យប្រយោជន៍វាទៅខាងហ្នឹងវាចូលបកប្រឆាំងដើម្បីល្បីសិនទៅហើយវាមានតម្លៃខ្លួនវាចូលទៅបកប្រជាជនទៅប៉ុណ្្នឹងឯងអាហ្នឹងពួកអាខ្លួនអាក្បាលយួនខ្លួនខ្មែរអាហ្នឹងអាក្រក់ជាងកញ្ចេះយួនទៀតណាក៏អាក្រក់អាក្រៃជាងកញ្ចេះយួនទៀតចឹងហើយបាននៅក្នុងកម្ពុជាក្រៅនោះអាមួយដៃគូជាមួយស្អីគេវរៈបរោះខ្មែរកម្ពុជាក្រោមអីគេចុងក្រោយទៅសហការជាមួយយួនកាត់ក្បាលថ្ងៃជោគជ័យហ្នឹងថ្ងៃគេយួនគេយកកម្ពុជាក្រោមបានគេកាត់ក្បាលហ្នឹងចោលគេនិយាយថាបើអ្នកឯងខ្មែរគ្នាឯងអ្នកឯងហ៊ានក្បត់ហើយរឿងអីដែលថ្ងៃក្រោយអ្នកឯងមិនហ៊ានក្បត់យួនអញ្ចឹងយួនអាកក្បត់ចោលទៅសម្រាប់ចោលថ្ងៃដែលយួនជោគជ័យហ្នឹងខំជួយយួនខំសម្រាប់ខ្មែរដូចគ្នាដើម្បីបំរើយួនចុងក្រោយយួនជោគជ័យយួនសម្រាប់អនុចោលហើយនិយាយថាបើឯងខ្មែរគ្នាឯងក្បត់ហ្នឹងដើម្បីតែហ៊ានក្បត់ពុជសាសឯងហើយរឿងអីដែលអ្នកឯងមកបំរើខ្ញុំស្ម័គ្រស្បោះមិនថ្ងៃក្រោយអ្នកឯងនឹងក្បត់ពួកខ្ញុំវិញទៅដែរអញ្ចឹងការពារគ្រាន់បើយើងព្យាបាលគេសម្រាប់ចោលទេបាទចោលបាទអាហ្នឹងអញ្ចឹងហើយមានតែខួ
ខ្លួនខ្មែរក្បាលយួនទេដែលទៅបំរើបកកុម្មុយនីសវៀតណាមឬក៏ដោយពុកខ្ញុំគាត់និយាយមួយទៀតថាមានតែជនជាតិយួនគ្នាគេទេទើបគេទៅគាំទ្របកយួនគ្នាគេពាក្យហ្នឹងយើងយកទៅពិចារណាមើលមានតែជនជាតិយួនគ្នាគេមើលម្រាមដៃខ្ញុំអត់មានចង្អុលមួយទេចង្អុលម្ដង5 10ក៏បានដែរមានតែជនជាតិយួនគ្នាគេទេបញ្ជាក់ច្បាស់មានតែជនជាតិយួនគ្នាគេទេទើបគេគាំទ្របកយួនគ្នាគេមានតែពុយសាសគេទេទើបគេគាំទ្រពុយសាសរបស់គេព្រោះអ្នកណាក៏ដឹងដែរថាបកប្រជាជនជាបកយួនអ្នកណាក៏ដឹងដែរហ៊ុនសែនក៏ធ្លាប់និយាយថាបកហ្នឹងក៏បកយួនដែរជាអ្នកបង្កើតដែរមានតែជនជាតិយួនគ្នាគេទេទើបគេគាំទ្របកគេគឺទើបគេគាំទ្របកគេទើបគេខ្លាចទៅជាសកម្មជនរបស់បកប្រជាជនឲ្យច្បាស់អញ្ចឹងយើងជាខ្មែរនេះទោះគេឲ្យលុយស្រីស្រាលបែងអំណាចបនស័កលៀបសការៈយ៉ាងណាក៏ដោយកុំចុះចូលជាមួយបកកុម្មុយនីសវៀតណាមឲ្យថោះគ្មានហេតុផលអីដែលយើងត្រូវបំរើយួនទេក្នុងនាមយើងជាជនជាតិខ្មែរដូចខ្ញុំនិយាយនៅប៉ារីសហ្នឹងថ្ងៃបង្កើតគណៈថ្ងៃបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ណាកម្ពុជាថ្ងៃបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ខ្ញុំបាននិយាយថាយើងជាជនជាតិខ្មែរយើងគ្មានហេតុផលអីទៅគាំទ្របកកុម្មុយនីសវៀតណាមទេយល់ទេយើងមានរដ្ឋាភិបាលខ្មែរកម្ពុជាឯករាជ្យ$23នេះហើយជាតំណាងឲ្យខ្មែរអ្នកប្រជាធិបតេយ្យនឹងឲ្យតំណាងឲ្យខ្មែរខុសឬក៏ត្រូវក៏ដោយត្រូវជំរុញអ្នកប្រជាធិបតេយ្យឲ្យឡើងកាន់អំណាចសិនមួយអាណត្តិឬក៏ពីរអាណត្តិហើយចាំផ្លាស់ប្ដូរវិញក៏បានដែរខ្មែរដឹកនាំប្រសើរជាងយួនដឹកនាំអុកញ៉ាសេនគុយបាទអុកញ៉ាសេនគុយអ្នកដែលក្បត់អុកញ៉ាសេនគុយនឹងហើយចុងក្រោយយួនកាត់កកក្បត់ចោលថាអ្នកឯងក្បត់ខ្មែរគ្នាឯងរឿងអីអ្នកឯងមកបំរើយួនទេត្រកូលហ៊ុនសែនចុះចេញទើបខ្មែរបានសុខត្រឹមត្រូវលោកពូអ្នកមីងបងប្អូនពុកម៉ែជំរុំជាតិជាទីគោរពពួកបកប្រជាជនពួកយួនគេស្អប់ខ្ញុំណាស់សំបីតែសកម្មជនយួនដែលនៅក្នុងជួរអ្នកប្រជាធិបតេយ្យក៏គេស្អប់ខ្ញុំដែរដោយសារតែខ្ញុំនិយាយការពិតបងប្អូនហើយឃើញគេវាយបហាខ្ញុំស្អាក្បត់ចេះក្បត់ចុះក្បត់ចេះក្បត់ចុះក្បត់ចេះក្បត់ចុះគេចោទប្រកាន់ខ្ញុំគេលាបពណ៌ខ្ញុំព្រោះហ៊ុនសែនគាត់និយាយហើយថាបើអញទិញឲ្យមិនបានក៏អញបខូចឈ្មោះហើយដែរអញ្ចឹងគេឲ្យសកម្មជនផ្ទៃក្នុងរបស់គេនៅក្នុងជួរអ្នកប្រជាធិបតេយ្យហ្នឹងដែលសកម្មជនផ្ទៃក្នុងសម្ងាត់របស់គេដែលគេដាក់នៅក្នុងប្រជាធិបដាក់នៅក្នុងអ្នកប្រជាធិបតេយ្យហ្នឹងឲ្យមកវាយបហាខ្ញុំអត់ណាពួកមនុស្សដែលហ៊ុនសែនស្អប់គឺខ្ញុំហ្នឹងឯងខ្ញុំឆ្លោះជាមួយហ៊ុនសែនតាំងពីឆ្នាំ1995តាំងខ្ញុំនៅរៀនថ្នាក់ទី1ទី2នៅទួលសកែខ្ញុំក៏វត្តចោលសាប៊ូមួយដុំថ្នាំដុសធ្មេញមួយដែលហ៊ុនសែនហុចមកឲ្យខ្ញុំក៏វត្តចោលមកខ្ញុំថាគ្រួសារខ្ញុំមិនត្រូវការសាប៊ូមួយដុំថ្នាំដុសធ្មេញមកប្រអប់ហ្នឹងទេខ្ញុំមិនថោកទាបត្រូវការលុយប៉ុណ្ណឹងទេគ្រួសារខ្ញុំមិនអត់ប៉ុណ្ណឹងទេចាំពីមកហ៊ុនសែនគុំខ្ញុំក៏បាត់ខ្ញុំរហូតចឹងទៅនៅពេលដែលខ្ញុំឆ្លោះជាមួយគាត់គាត់សើយកប្រវត្តិរបស់ខ្ញុំមកវិញគាត់ថាអាហ្នឹងឆ្លោះជាមួយអញតាំងឆ្នាំ1995ហើយឥឡូវអាហ្នឹងវាធំឡើងវានៅតែបន្តឆ្លោះជាមួយអញទៀតនៅបន្តរករឿងទៀតចុះបើមិនឲ្យរករឿងមួយបើអ្នកឯងជួនផ្ដាច់ការអ្នកឯងបំរើបរទេសអ្នកឯងបំរើយួនអ្នកឯងខ្លួនខ្មែរតែបំរើយួនណាអាខ្វាំងមកខាក់ណាអាសម្ដេចគុកអាតកែគុកអាសម្ដេចអីណាសម្ដេចអាចសំទោសអ្វីទោះលេងសើចបន្តិចទៅឲ្យវាបានសុបាយខ្លះបាទណាដំណោះស្រាយនៅមុខហ៊ុនសែនហ៊ុនម៉ាណែតមិនធ្វើដោយសារហ៊ុនសែនហ៊ុនម៉ាណែតមិនធ្វើដោយសារតែមានពួកខ្លួនខ្មែរក្បាលយួន6លាននាក់ដែលគ្រប់គ្រងបកប្រជាជននឹងហើយដែលពួកចៅម៉ាស៊ីតពួកដែលបន្លាយពុយសាសពួកដែលចូលរួមលបាយនយោបាយជាមួយបកកុម្មុយនីសវៀតណាមនឹងហើយបានធ្វើឲ្យហ៊ុនសែនហ៊ុនម៉ាណែតបន្តការអំណាចបានដោយសារតែពួកអាចៅម៉ាស៊ីតទាំងអស់ហ្នឹងអា6លាននាក់ដែលចូលរួមជាមួយបកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនហ្នឹងខ្ញុំអត់និយាយមន្ត្រីរាជការទេណាមន្ត្រីរាជការជាមន្ត្រីរបស់ជាតិកងទ័ពគ្រូបង្រៀនពាក្យថាមន្ត្រីរាជការដែលស៊ីប្រាក់ខែរដ្ឋជាមន្ត្រីរបស់ជាតិមិនមែនជាមន្ត្រីបកនយោបាយមិនមែនជាសកម្មជនបកនយោបាយអាហ្នឹងគឺជាមន្ត្រីរបស់ជាតិដូចជាប៉ូលីសទាហាន PM គ្រូបង្រៀនលក្ខណៈឲ្យតែជាសកម្មចូលក្របខ័ណ្ឌរដ្ឋមានន័យថាជារបស់រដ្ឋដូចអាស្អីគេអាចវាយស្រុកស្អីមួយនៅខេត្តព្រះវិហារកងទ័ព
ចៅកូនគាត់ធ្វើកងទ័ពជួមុខនៅភ្នំខ្មោចហើយវាមកចោតឪពុកម្ដាយឬក៏ម្ដាយរបស់កងទ័ពហ្នឹងថាជាសកម្មជនឬក៏ជាអ្នកគ្រប់គ្រងបកប្រឆាំងចុះបើគ្រប់គ្រងបកប្រឆាំងវាតោះខុសស្អីគ្រប់គ្រងបកប្រឆាំងវាតោះខុសស្អីតោះតែគ្រប់គ្រងបកយួនគាត់ខ្មែរគាត់គ្រប់គ្រងអ្នកណាក៏បានហើយវានិយាយថាស្អីកងទ័ពជាសមាជិករបស់បកប្រជាជនអាហ្នឹងខុសពីនីតិវិធីច្បាប់កងទ័ពជារបស់ជាតិមិនមែនជារបស់បកទេមិនមែនជាមន្ត្រីបកទេនេះមេឃុំនោះឬក៏ចវាយស្រុកឬក៏មេខណ្ឌនោះបង្ហាញពីអំពើខុសច្បាប់របស់ខ្លួនឯងត្រូវដឹងគ្រូបង្រៀនជារបស់រដ្ឋជារបស់ជាតិកងទ័ពប៉ូលីស PM អីទាំងអស់ជារបស់ជាតិមិនមែនជាបើអ្នកឯងមិនមែនជាមន្ត្រីរបស់បកមន្ត្រីរបស់បកអូខេដូចជាមេឃុំចវាយស្រុកចវាយខេត្តអីហ្នឹងអាហ្នឹងជាមន្ត្រីរបស់បកតែមន្ត្រីរាជការមិនមែនជាមន្ត្រីរបស់បកទេសូមបញ្ជាក់កុំប្រភ្លឺកងទ័ពមិនមែនជាកងទ័ពរបស់បកទេបើបងកងទ័ពរបស់បកកុំនៅក្នុងក្រសួងការពារជាតិកុំមានឈ្មោះក្នុងក្រសួងការពារជាតិតែការពារបកក្រសួងការពារបកអញ្ចឹងទៅដាក់បង្កើតក្រសួងការពារបកនោះអាក្រមអង្គរៈស្អីគេ IQ អីគេនោះអានោះបានបោះបកមែនព្រោះអានោះវាមិនមែននៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិឲ្យអ្នកណាក៏ដោយបើនៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិជារបស់ជាតិមិនមែនជារបស់បកទេគ្រូបង្រៀនមន្ត្រីរាជការស្អីទាំងអស់មិនមែនជារបស់បកទេបញ្ជាក់ច្បាស់កុំច្រឡូកច្រឡំហើយវាមានអាមន្ត្រីភ្លើអញ្ចឹងហើយហ៊ុនសែនហ្នឹងហ៊ុនម៉ាណែតហ្នឹងក៏ប្រភ្លើដែរហេតុអីមិនជាមិនបង្ហាត់បង្រៀនសកម្មជនរបស់ខ្លួនឲ្យស្គាល់ពីទួនាទីស្អីទៅជាទួនាទីមន្ត្រីរាជការស្អីទៅជាទួនាទីរបស់បកអត់ច្បាស់បើខ្ញុំជាប្រធានបកហ្នឹងនៅពេលដែលសកម្មជនរបស់ខ្ញុំប្រើភាសាហ្នឹងទៅលើកងទ័ពខ្ញុំដកកបាត់ចោលហ្មងអត់ទាន់ឡង24ម៉ោងទេពួកអ្នកឯងនិយាយនឹងជាសាធារណៈជាមន្ត្រីរបស់ជាតិឯងថាជាមន្ត្រីរបស់បកជាសកម្មជនរបស់បកអានោះជាការប្រមាថបកមានន័យថាបកប្រជាជននឹងរំលោភច្បាប់ហើយបកដែលរំលោភច្បាប់គឺជាបកដែលថោកទាបជាបកដែលថោកទាបបំផុតអញ្ចឹងថោកទាំងអស់អញ្ចឹងអាមន្ត្រីមួយដែលនិយាយនោះគឺស្មើនឹងការប្រមាថរបស់បកកុម្មុយនីសវៀតណាមហៅថាបកប្រជាជនហ្នឹងជាពិសេសគឺប្រមាថក្បាលហ៊ុនសែនហ្នឹងហ្មងក្បាលហ៊ុនសែននិងហ៊ុនម៉ាណែតហ្នឹងហ្មងអត់យល់ពីទេនធីអត់យល់ពីនីតិវិធីស្អីគឺជាសកម្មជនបកស្អីទៅជាមន្ត្រីបកស្អីទៅជាមន្ត្រីរាជការបែងចែកអត់ដាច់យូរទៅយកស្ថាប័នជាតិក្រសួងការពារជាតិជាស្ថាប័នបកមានន័យថាកងទ័ពជាក្រសួងការពារជាតិស្ថាប័នរបស់ជាតិបកម្ដាយគេបកណាបកទៅកូនគេបកណាកូនគេជាកងទ័ពទៅវាមានទៅតខុសអីមិនឯងគិតថាប្រទេសកម្ពុជានឹងមានតែបកប្រជាជនទាំងអស់ហើយអត់មានបកអត់មានអ្នកប្រជាធិបតេយ្យអត់មានអ្នកបកចំទាស់ទេណាតែមានតែបកប្រជាជនទាំងអស់ហើយឬមិនអញ្ចឹង17 18លានអ្នកហ្នឹងមានតែបកប្រជាជនទាំងអស់អត់មានបកចំទាស់ទេចុះបកចំទាស់ដែលគេមាន4 5លានអ្នកហ្នឹងមិនវិញបកចំទាស់ដែលគេ2017គេឈ្នះ4 5លានអ្នកហ្នឹងមិនវិញអានោះមិនមែនចំទាស់ទេដល់អ៊ំនោះគាត់យកឯកសារមកមើលថាគាត់ជាសមាជិកបកប្រជាជនទៅហេតុអីបានចោទប្រកាន់គាត់ហើយបើខ្ញុំជាកងទ័ពនោះវិញខ្ញុំថាអាអ្នកដែលមកប្រមាថអញ្ចឹងបាញ់ក្បាលឲ្យគាត់ចោលហ្មងនិយាយមែនទេធ្វើទៅដល់ចវាយស្រុកចវាយស្រុកចវាយឃុំមេឃុំចវាយស្រុកហើយអត់ស្គាល់តួនាទីមន្ត្រីបកអត់ស្គាល់តួនាទីមន្ត្រីរាជការមកគម្រាមមកកំហែងគេប្រមាថគេគម្រាមគេមែនទេអានោះបានតែបេះវាចោលទៅឲ្យវាស្គាល់ថាប៉ះក្រុមគ្រួសារកងទ័ពយ៉ាងម៉េចណាហើយឥឡូវយើងមើលខាងថៃយើងប្រៀបធៀបមើលខាងថៃគ្រឿងចាក់គេប្រើអីក៏គ្រឿងចាក់ដែរហើយខាងខ្មែរយើងប្រើកងទ័ពយើងទៅកាប់មកចបនោះធ្វើយានដ្ឋានកាប់មកចបនោះ
ហើយហ៊ុនសែនnó ធ្លាប់ប្រកាសហើយកាលឆ្នាំ2008ថា2007ថាជប់2008ចុះថានឹងអភិវឌ្ឍតាមបណ្ដោយព្រំដែនជាពិសេសយានដ្ឋានកងទ័ពនិងប្រទេសទាហានត្រូវតែមានសម្ភារៈគ្រប់គ្រាន់ក្នុងការធ្វើផ្លូវស្ពានថ្នល់និងយានដ្ឋានទាំងអស់ហេតុអីដល់ពេលច្បាំងគ្នាមែនទែនឲ្យកងទ័ពយកជាប់ទៅកាប់ក្លើមកជាប់នេះកាប់ប្រមាណជាប់ទៅបានកាប់ប្រមាណជាប់បានយានដ្ឋានមួយហើយមើលអបុលគេកាយខាងថៃគេកាយធ្វើយានដ្ឋានគេកាយផ្ដាច់ផ្លូវគេកាយស្អីទាំងអស់ខាងឯងនេះទៅទេហ្មងប្រព័ន្ធទឹកប្រព័ន្ធភ្លើងទៅទេថាអត់អានោះតោះអត់ទៅចុះអបុលអីកាយអត់ទៅចុះសម័យឥឡូវគេមានម៉ូទ័រតាម៉ូទ័រខួងម៉ូទ័រជីកម៉ូទ័រគាស់ម៉ូទ័រកាយស្អីក៏គ្មានប្រាប់ជាប់កាត់ក្លើហ្នឹងទឹកក៏អត់មានមុជភ្លើងក៏មិនមានប្រើស្អីក៏មិនមានណាដឹកនាំ30-40ឆ្នាំហើយនៅតែជាមួយច្បងចប់សម័យខ្មែរក្រហមក៏នៅជាមួយត្បូងចប់ដល់ពេលសម័យ2026នេះក៏នៅតែជាមួយត្បូងចប់អត់អាចគេចផុតពីត្បូងចប់ទេឬយ៉ាងម៉េចនៅតែជាមួយត្បូងចប់ហ្នឹងបងប្អូនពុកម៉ែពិចារណាទាំងអស់គ្នាមើលគេថាប្រទេសកម្ពុជារីកចម្រើនរីកស្អីតាមដៅព្រំដែននៅតែជាមួយត្បូងចប់ដដែលអាគារខ្ពស់ហ្នឹងសួរអាគាររបស់ខ្មែរឬអាគាររបស់បរទេសអាគារចិនឬអាគារបរទេសបើអាគារទាំងអស់នោះជារបស់ខ្មែរអាហ្នឹងខ្ញុំទទួលស្គាល់ថារីកចម្រើនប៉ុន្តែទោះយ៉ាងណាក៏ដោយក៏មិនរីកចម្រើនចំនួនសម័យបុរាណដែរសម័យមុនដែរអាហ្នឹងរីកចម្រើនបែបរីកចម្រើនគ្នាគេណាមិនមែនរីកចម្រើនសម្រាប់ជាតិទេប្រទេសកម្ពុជាយើងអត់ទាន់រីកចម្រើនសំបីតែបន្តិចទេនៅក្រោយសម័យអង្គរឆ្ងាយណាស់សំបីតែស្មើជាមួយសម័យអង្គរក៏មិនទាន់មានទេព្រោះអត់ទាន់មានធ្វើអ្វីឲ្យលើសពីសម័យអង្គរផងអត់ទាន់មាននេះជាប្រភពនៃបញ្ហាសួស្ដីក្មួយប្រុសស៊ូបាទអរគុណដែលបានជេរព្រោះអីគេភឹមឡាញជេរបើជេរឲ្យមានហេតុផលជេរមកចុះតែបើជេរអត់មានហេតុផលជេរបានប្រយោជន៍អីបានប្រយោជន៍អីជេរបានប្រយោជន៍អីជេរអត់មានហេតុផលទេឥឡូវលោកពួកឯងគិតមើលទៅគួរគិតមើលទៅ2008ខ្ញុំទៅធ្វើប្រតិទិននៅឧត្តមបញ្ជ័យសាលារៀនបឹងស្នោមើលប្រតិទិននៅអូស្មាច់ប្រតិទិននៅប្រាសាទតាកបីប្រតិទិននៅប្រាសាទតាមាត់កងពន្ធ42ផ្លូវថ្នល់តាមបណ្ដោយព្រំដែនរដ្ឋជាពាក់លុយមិនទាន់សងផងរាប់ពាន់ដុល្លារទៀតណាសំណួរសួរថាហេតុអីតាំងពី2008មកដល់ឥឡូវនេះហេតុអីបានជាកងទ័ពជួរមុខរបស់យើងសំបីតែទឹកប្រើប្រាស់មិនមានគ្រប់គ្រាន់ណាសំបីតែទឹកផឹកហ្នឹងក៏មិនមានគ្រប់គ្រាន់ហេតុអីមួយឆ្នាំលុយ7-8,000 លានហ្នឹងយកទៅណាវិញយកទៅណាមួយឆ្នាំ7-8,000 លានដុល្លារនេះលុយក្នុងសភានេះ7-8,000 លានដុល្លារយកទៅណាយកទៅណាហើយបើនិយាយពីអាវុធវិញអាវុធប្រើប្រាស់វិញអាវុធប្រើប្រាស់នោះតាំងពីចំនួន80ចំនួន79អត់មានអាវុធថ្មីទេអឹមសៃមានម្ដងមកពីចិននោះខ្ញុំធ្លាប់ប្រើហើយអឹមសៃមានសាំងគីមពីមុខនោះការវាយមួយថៃ2008 2009នេះ2008គ្មានប្រសិទ្ធភាពអីទេបាញ់ដល់បន្តិចហ្នឹងក្តៅកណ្ដុងបន្តិចហ្នឹងបាញ់លែងកើតបាត់លើសតាពីមួយបងទៅហ្នឹងគឺចប់ក្នុងកំភ្លើងហ្នឹងបាញ់លែងត្រង់បាត់ហើយវាក្តៅអាការស្វ័យបត់ហ្នឹងលើកបានបាញ់មួយទេបាញ់ហ៊ានតែមួយបងមើលបំបាញ់លែងត្រូវបាត់ហេតុអីបានជាកងទ័ពយើងស្លាប់ច្រើនដោយសារតែយើងអត់មានសភាពវុធត្រឹមត្រូវល្អអង្គគេដើរដល់ណាដល់ណីឯងអីក៏អត់មានទេយុវជនខំផលិតដ្រូនដើម្បីនេះហាមយុវជនមិនឲ្យបង្ហោះដ្រូនហាមយុវជនមិនឲ្យប្រើដ្រូនចុងក្រោយដល់ពេលសង្គ្រាមមួយថៃបានដឹកឃើញថាស្ដាយបើឲ្យយុវជនបណ្ដុះបណ្ដាលយុវជន
បង្កើត drone ឲ្យបានច្រើនទៅគឺមានបច្ចេកវិទ្យាច្រើនជាងនឹងល្អជាងនឹងបាទណាឥឡូវពូហ៊ានជជែកជាមួយគ្នាអត់ហ៊ានជជែករកខេត្តរកផលមួយគ្នាទេជេរវាអត់មានប្រយោជន៍ទេជេរអ្នកដែលជេរសាហាវជាងគេគ្មានណាលើកពីហ៊ុនសែនទេជេរខ្ញុំជេរហ៊ុនសែនអត់ជាប់គុកទេណាខ្ញុំជេរហ៊ុនសែនច្រើនឆ្នាំហើយខ្ញុំបាតកម្មហ៊ុនសែនច្រើនឆ្នាំហើយខ្ញុំជាប់គុកនឹងដោយសារតែខ្ញុំចង់ជាប់គុកទេព្រោះខ្ញុំទៅស៊ើបអង្កេតរឿងឃាតកម្មលោកបណ្ឌិតកែមលីព្រោះគេកង្វល់មកខ្ញុំដែរនេះប៉ុណ្ណឹងអូនឯងសម្រាប់សិនទៅប៉ុណ្ណឹងសិនទៅខ្ញុំថាអត់ទេខ្ញុំសុខចិត្តជាប់គុកខ្ញុំអ្នកសុំគេជាប់គុកហ៎ព្រោះមកមិនជាប់គុកធ្វើម៉េចបានជួបសម្លាប់ធ្វើម៉េចបានទៅជួបអឺតអាងហើយជួបសម្លាប់ជួបសម្លាប់ជួបអីស៊ីកាទៀវមួយគ្នាជជែកគ្នានិយាយមួយគ្នារាល់ថ្ងៃទៅបានចាញ់ចម្លើយលុយតិចណាស់ឲ្យជួបសម្លាប់ចាយឲ្យអឺតអាងចាយនៅក្នុងគុកលុយថ្លៃអញ្ចឹងខ្ញុំជះលុយបន្តិចហើយស៊ើបអង្កេតរឿងឃាតកម្មលោកបណ្ឌិតកែមលីហ្នឹងព្រោះមនុស្សស្លាប់ទៅបាត់លោកជីវជាស្លាប់ទៅបាត់អីទៅបាត់អត់មានសាកសីចុះអល់បង្ហាញច្បាស់លាស់អញ្ចឹងខ្ញុំស៊ើបអង្កេតហ្មងគេឲ្យខ្ញុំមកនៅស្វីសហ្នឹងតាំងពីឆ្នាំ2016តែខ្ញុំថាអត់មកទេខ្ញុំត្រូវតែស៊ើបអង្កេតរឿងឃាតកម្មលោកបណ្ឌិតកែមលីថាតើអ្នកណាជាអ្នកបញ្ជាឲ្យសម្លាប់លោកបណ្ឌិតកែមលីពេលដែលខ្ញុំទៅជួបសម្លាប់ខ្ញុំពិភាក្សាខ្ញុំជជែកគ្នារាល់ថ្ងៃទៅលោកជួបសម្លាប់ហៅថាអឺតអានឹងប្រាប់ថាហ៊ុនម៉ាណែតគាត់លឺនិយាយគាត់លឺថាកងបន្ទូហ្នឹងប្រាប់គាត់ថាហ៊ុនម៉ាណែតជាអ្នកបញ្ជាកងបន្ទូហ្នឹងឲ្យបាញ់សម្លាប់លោកបណ្ឌិតកែមលីហើយឲ្យគាត់ជាអ្នកទទួលខុសត្រូវគេឲ្យលុយ 100000 ឡានមួយគ្រឿងផ្ទះមួយខ្នងចុងក្រោយគេបោកប្រាស់គាត់យកគាត់ដាក់កាត់ទុកគាត់ជាប់គុកអស់មួយជីវិតហើយលុយឡាននិងទ្រព្យសម្បត្តិហ្នឹងមិនឲ្យគាត់ទៀតមិនឲ្យប្រពន្ធកូនគាត់ទៀតគាត់ថាបើរឿងហ្នឹងបើសិនជាឲ្យក៏គាត់សុខចិត្តស្លាប់ក្នុងគុកដើម្បីឲ្យប្រពន្ធកូនគាត់រស់បានស្រួលតែមិនឲ្យទៀតតែចុងក្រោយដល់ពេលមិនឲ្យគាត់រំលាយទម្លាយរឿងហ្នឹងមកឲ្យខ្ញុំហើយខ្ញុំស្បត់ជាមួយគាត់ខ្ញុំថាខ្ញុំត្រូវតែនិយាយហើយគាត់ថាខ្ញុំចេញពីគុកមកបានប្រហែលជា2ថ្ងៃខ្ញុំនិយាយនៅក្នុង VOA ហើយ VOA ហ្នឹងគេសម្ភាសខ្ញុំចប់ហើយគេថាគេអត់ហ៊ានចាក់ផ្សាយទេចាំអូនឯងចេញទៅប្រទេសថៃសិនបានចាក់ផ្សាយបើអូនឯងអត់ចេញក្រៅប្រទេសបងអត់ចាក់ផ្សាយទេពីព្រោះអូនឯងនិយាយទៅសាហាវនិយាយហ្នឹងគឺខ្លាំងពេកបើហ៊ានតែចាក់ផ្សាយភ្លាមអូនឯងគេចាប់ដាក់គុកភ្លាមទៀតឡើយចាំបាទខ្ញុំចេញមកថៃខ្ញុំនិយាយទៀតខ្ញុំនិយាយនៅ Cambodia Daily ខ្ញុំនិយាយនៅមកដល់ Swiss ខ្ញុំនិយាយនៅ Azizari Cambodia ខ្ញុំអរគុណ Cambodia Daily ដែលបានតាមសភាខ្ញុំគេស្គាល់ខ្ញុំមកដល់សប្តាហ៍ថ្ងៃមុនគេគឺ Cambodia Daily ជាអ្នកសភាខ្ញុំ Cambodia Daily សារព័ត៌មាន Cambodia Daily គេសភាខ្ញុំតាំងពីនៅស្រុកខ្មែរសកម្មភាពដែលខ្ញុំធ្វើតែប្រហែល Cambodia Daily ការបរទេសកាន់ណាគឺគាត់តាមសភាខ្ញុំគាត់តាមយូរគាត់ចាត់ទុកខ្ញុំជាវាគ្មិនសំខាន់ហ្មងព្រោះយើងជាអ្នកធ្វើការពិតហើយប្រជាពលរដ្ឋខ្មែរគេស្គាល់ខ្ញុំតាមរយៈ Cambodia Daily ហ្នឹងក្រោយមកទៀតទេបានអាស៊ីសេរីក៏ធ្លាប់ផ្សាយពីខ្ញុំដែររឿងខ្ញុំនៅមុខស្ថានទូតយួនណារឿងគូសមាត់គូអីហ្នឹងព្រោះខ្ញុំជាអ្នកដឹកនាំអាហ្នឹងហើយក្រោយមកទៀតបានអាស៊ីសេរីបន្តផ្សាយខ្ញុំរហូតដល់មកដល់ស្វីសហ្នឹងហើយគេផ្សាយកាលពេលគេចាប់ខ្លួនខ្ញុំក៏អាស៊ីសេរីផ្សាយដែរ Cambodia Daily ផ្សាយសារព័ត៌មានផ្សាយសំបីតែគេចាប់ខ្លួនខ្ញុំហ្នឹងស្ថានទូតទាំងអស់ប្រជាធិបតេយ្យទាំងអស់ចេញសេចក្តីថ្លែងការណ៍ថ្លែងកោតទោសហ៊ុនសែនទាំងអស់ហ្នឹងឯងតែស្អីអត់ច្បាស់មិនដឹងពូជអីនិយាយច្បាស់មកតែថាពូជអីទៅច្បាស់ពូជហ្នឹងមកអាសាញ់អាសាញ់ហ្នឹងអាពីអាសាញ់ហ្នឹងហ៊ុនសែនតាអាសាញ់ហ្នឹងហ៊ុនសែនគេតែងតែហៅអាសាញ់ហ្នឹងហ៊ុនសែនណាយ៉ាត់ជេរខ្ញុំលេជេរច្រឡំហ៊ុនសែនណាពាក្យហៅក្រៅរបស់អាសាញ់ហ្នឹងហ៊ុនសែនអាចង្រៃនៅកម្ពុជាឬអាចង្រៃនេះក៏ហ៊ុនសែនអាស្មោកគ្រោកហ្នឹងក៏ហ៊ុនសែនយល់ទេនឹងបងឯងទៅយល់ពាក្យទាំងអស់ហ្នឹងតិចច្រឡំជេរខ្ញុំអាស្មោកគ្រោកដូចជេរហ៊ុនសែនណាហើយជេរខ្ញុំអាចង្រៃហ្នឹងស្មើហ៊ុនសែនណាហើយជេរខ្ញុំអាសាញ់ហ្នឹងស្មើហ៊ុនសែនណាប្រយ័ត្នយ៉ាត់ហ៊ុនសែនខឹងព្រោះហ្នឹងសហសនារបស់ហ៊ុនសែនទេណាហ្នឹងហើយនៅប្រយ័ត្នគាត់ជួយប្រាប់ហ្នឹងហើយទេណាហើយពួកគាត់ហ្នឹងអីភឹមអីគេផឹកឡាចអីគេនេះ
ផឹកឡាយហ្នឹងមែនគាត់តែឈ្មោះក៏មិនមែនខ្មែរបងយួនបាត់ទៅហើយហ្នឹងហើយមកចង់ជេរខ្មែរចង់ជេរខ្មែរយ៉ាអាសាញ់គេបាយអាសាញ់គេបាញ់ហ្នឹងហើយអាសាញ់គេបាយអាសាញ់គេបាញ់អញ្ចឹងមិនថាប្រាស់បងនោះថាជេរខ្ញុំអាសាញ់អាសាញ់គេបាញ់អាសាញ់គេបាយហ្នឹងហើយជេរហ៊ុនសែនហើយអាហ្នឹងគាត់ទៅជួយប្រាប់កុំឲ្យគីឡូគេចាប់បងឯងដាក់គុកសម្រាប់ខ្ញុំជេរហ៊ុនសែនរហូតដល់ខ្ញុំមិនមែនត្រឹមតែជេរហ៊ុនសែនទេខ្ញុំជេរហ៊ុនសែនតាមទូរស័ព្ទទេណាឆ្លោះគ្នាជាមួយខ្ញុំតាមទូរស័ព្ទតែហ៊ុនសែនមិនហ៊ានចាក់ផ្សាយងាប់ហើយខ្ញុំធ្លាប់ជេរមួយហ៊ុនសែនផ្ទាល់ទេណាមិនមែនត្រឹមតែជេរហ៊ុនសែនតាម Facebook ទេខ្ញុំប្រាប់ទៅចឹងហើយបាទហ្នឹងហើយចុះបងប្អូនមានសំណួរអីទៀតទេបាទមានសំណួរអីទៀតទេបាទរឿងម្យ៉ាងគត់គឺរឿងកម្ពុជាយើងអាចចោលសហរដ្ឋអាមេរិកបានហើយកម្ពុជាយើងជាពិសេសគឺក៏មិនអាចចោលបារាំងបានដែរបារាំងជាជំរើសទី1ហើយអាមេរិកជាជំរើសទី2បាទជំរើសទី2យើងត្រូវសហការជាមួយអ្នកមានយើងមិនមែនទៅសហការជាមួយចោលទេយើងបាល់របស់យើងត្រូវសហការជាមួយប៉ូលីសហេតុអីបានយើងត្រូវសហការជាមួយចោលឬមួយក៏ហ៊ុនសែនជាចោលហ៊ុនសែនវាដឹងតែជាចោលប្រវត្តិសាស្ត្រហើយសម្រាប់ពុយសាសឯងបំរើពុយសាសយួនបំរើពុយសាសចិនបំរើពុយសាសថៃនោះការរកស៊ីជាមួយថៃមួយឆ្នាំជិត $10000 លានការរកស៊ីជាមួយយួនមួយឆ្នាំជិត $10000 លានការរកស៊ីជាមួយចិនមួយឆ្នាំជិត $10000 លានហើយពលរដ្ឋខ្មែរមានចំនួនតែ17 លានអ្នកទេសាហេតុអីបានជាលុយជិត $30000 លានអ្នកហ្នឹងមកពីណាលុយ$30000 លានហ្នឹងមកពីណាវិញវាលើសពីសេដ្ឋកិច្ចខ្មែរឆ្ងាយពេកវាលើសពីលុយសម្រាប់ក្នុងការលុយនៅក្នុងសភាតែមួយឆ្នាំ $7000 លាននេះទេចំណាយសម្រាប់រដ្ឋអញ្ចឹងយើងគិតមើលមួយឆ្នាំរាប់100000 $30000បាទមិន30000ទេ3នេះបាទដូចថា1000 លានវា 10000 ដង 12000 លានអានចេះបានត្រូវ 18000 លាន 12000 លានណាហើយចិត្ត 30000 លានចិត្ត 30000 លានធម្មតាណាសំណួរសួរថាតើប្រជាពលរដ្ឋតែ17 លានអ្នកសោះហេតុអីបានជាលុយនឹងចំនួនច្រើននេះដូចខ្ញុំបានលើកឡើងតាំងពីដើមវីដេអូអញ្ចឹងថាយួននៅប្រទេសកម្ពុជាយើងជិត15 លានអ្នកហើយអាចចិននៅប្រទេសកម្ពុជាយើងជិត2 លានអ្នកហើយមានថៃមានអីទៀត4 10 20 30 ម៉ឺនអ្នកទៀតនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងហើយបានជាប្រទេសកម្ពុជាយើងមានមនុស្សច្រើនតែចំនួនតួលេខពលរដ្ឋមានចំនួនតិចបាទហ្នឹងហើយអញ្ចឹងបងប្អូនមានសំណួរទេមានសំណួរអីបន្ថែមទៀតដំណោះស្រាយដូចខ្ញុំបានលើកនិយាយអញ្ចឹងក្នុងនាមយើងជាខ្មែរយើងត្រូវតែគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អូឥឡូវខ្ញុំនិយាយពីសេដ្ឋកិច្ចបន្តិចចុះនិយាយពីសេដ្ឋកិច្ចបន្តិចព្រោះប្រហែល3ជិត 30000 លានហ្នឹងខ្ញុំនិយាយ 12000 លាន3ណាថាជិត 30000 លានចុះដែលយើងនាំផលិតផលចូលមកស្រុកខ្មែរហេតុអីបានជាយើងមិនយកអាលុយ 30000 លានហ្នឹងដើម្បីពង្រឹងអាជីវករយើងពង្រឹងក្រុមហ៊ុនសហគ្រាសយើងឲ្យផលិតក្នុងការនាំចេញយើងអត់មានសមុទ្រឬមិនគ្រាន់តែត្រីខចាំបាច់ទិញពីគេដែរគ្រាន់តែត្រីខកំប៉ុងសោះណាចុះកូនខ្មែរយើងនៅខេត្តកំពង់សោមដែលបង្កើតត្រីខកំប៉ុងហ្នឹងវិនិយោគលុយទៅគាត់$100 លានឬក៏$10000 លានឲ្យគាត់ធ្វើដែរបើករោងចក្រផលិតត្រីខនៅខេត្តកំពង់សោមនោះតែកូនខ្មែរយើងមានចំណេះមានជំនាញធ្វើហ្នឹងមើលអុកញ៉ាទាំងអស់ម្នាក់10 លាន 20 លានឬ30 លានមើលឥឡូវម្នាក់10 លានចុះម្នាក់10 លាន1000ជាងអ្នក$1500 លានដែរតាអញ្ចឹងរឿងអីដែល$1500 លានជាងរឿងអីដែលកូនខ្មែរហ្នឹងមិនអាចបើកក្រុមហ៊ុនត្រីខបានគាត់មានតែបច្ចេកទេសមានតែជំនាញមានទាំងអនាម័យមានទាំងស្អីស្តង់ដារទាំងអស់ហេតុអីបានជាអុកញ៉ាទាំងអស់នោះជាង$1500 នាក់ហេតុអីបានមិនវិនិយោគជាមួយកូនខ្មែរទាំងអស់នោះទៅ
ốc nhà xây chăn thon xây kia nu vô bạch chay bạch chia vô tray vô xây mau bị chân tao có còn đập vay mua khmai thà tray kho khmai đôi bị tri ta na xây kia nu vô tray kho mau bị chân tao còn đập vay mua khmai thà chia bọc khmai xây mau bị kia tao có tay thằng thông mau còn là khmai với chắp thà chia bọc khmai bu mi cho mà xiết qua cho mà xiết này bu ai bằng phai khmai đó na tiếc cho ai bà do lôi nâng do từ viên dốt cho mỗi con khmai này con khmai phải lật bán hai ấy bằng thưa tới chạy phía liệp cho mỗi kia đấy hai ấy ban chậm bách vô bà lật tập họ bạc kế còn là hai cái chọc kia hai mà cho đạn cái chọc khmai hai ta chia bọc khmai đấy còn là chia bà lật cặp bông lấy cột khmai xây chẳng tới hỏi bà lật tập họ bạc kế nè này cái thà buộc nhau mình đăng được mày nhé hai ấy ban chia mình prom thôi ấy là chia mà chặt luôn ai hai ấy ban từ nơi thật thôi kinh chặt kia là hô đỏ ốc nha hai nơi ta mà to thôi kinh chặt kia thì nè sớm mất khai ở miền tây à tốc scat à tụ yuan mà ngay mà mơn tụ châu mà không ai bị mà mòn để sát tiền tốc áo cả sĩ co tốc áo nè để sát khai dương ta để sát hai cột cung tây nó màu crom hun và là tây kho mà thưa bây giờ cho bà mới thưa ấy mua sang đa mới nhẹ châm cô đây châm cô và lật ba rong chạ và lật nghiệt cô ba rong chạ và lật ru chiết sạch cô kriêm nghiệt cô say cô ấy thưa bị cô không à vẽ pon với cô và lật rong chạ thật đó nhưng thưa ấy mua ở chơi chân chỉ cầm hồn video thưa mới được ông cà phê mấy cái nước quạt thưa tập yang bài chu prey lại tới chia sẻ tập yang bài chu đọc ấy khía của phong co sang cầm hồn khía được cái lại thưa khía oi cái này phải là tập phò đang oi khai pra mi à cầm ốc nha trao mà xin mua chùm nuốn từ plan vô đây khíaទៀតtừ plan vô đây khíaទៀតăn luôn ai miền làm nai miền bồn xạ liệp sạc ra từ plan vô đây kiaទៀតnè như phụ à thao tiếp thằng thằng mình đang thao việc thao tiếp đó naទៀតhay phụ ốc nha mua chùm nuốn nhưng cái thao ốc nha nó mệt khai đấy bà khai đôi hai tay làm tiểu bia tới bằng plan con khai đây cặp phong được khía tới từ co sang tinh tuổi bằng co bằng cao không cái chân này phải là tập phò hay trong khói tới bằng plan kia nó nhầm khơi ông say muối nơi khang ná đấy nơi khang mà đang gặp bông cha mà đang say đấy con phải lật pre là ngó nó ló mới thế rong chạ làm thôm hay phải lật pre ngó hay chui cam mà co khai trường lật pre ngó lấy cha thôi hay miên ông ca muối con phải lật pre đông tì đông pre đông ấy đông xã hạ ca cho muối kia thôi đam thôi chỉ trong ca thông xã hạ ca muối kia rồi rồi nó khai cặp bồn đấy bà chim riệp xua muối ba chim riệp xua là mình là pu bà bằng cao sừng kriêm tam bẩn to prom đài mình copy chấm nón co pram nụ tì nụ đài ba sừng kriêm trai tại cao các bất sừng kriêm nó dựng đang là sừng kriêm nó việc đam hát mau bị hôn sai này mót chẳng ray rồi bỏ hôn sai nè tới cả cô cả cái để vô bài và tì là bỏ kỳ thôi oi nè để vô bài kia nè sẽ đặt bỏ kỳ khăn Campuchia các bất kế mình toán triêm luôn trong cao vai Campuchia nè nạt năng tê cái thà trăm vải đào pi pon hà sấp không còn bật tay là xa tại à chẳng rai nữa Campuchia hôn sai nữa rồi còn lô hôn sai nè hôn nál nữa à sầm lặp mai đó quạt đang chẳng rai pe tới tầm lia sầm lên nhìn lạ nó nhìn lạ ấy thong thang cái nó có thưa ao nè vô bài thay được sạch thay kỳ khăng thì công cái cuốn hai rương ní sạch thay chỉ nè mình chia ao vai tại mà đòn rồi sạch thay cái bán sắc sai tha bảo sân chết Donald Trump rồi có xa rót Americ mình cướp cho bắp an tọa chiết bà mê mình cướp cho bắp an tọa chiết đừng ấy con trai cướp bắp an tọa chiết bà vay Campuchia chẳng họ nát của mình mê cà pia này Campuchia trong chương trình tha bà mình ao bưng pẹ chân ao bưng pẹ này nè bà mình ao bưng pẹ yuan ao bưng pẹ này nè tập pe thằng kia men tết miên à yuan miên à chân đang mà chui khai nè xong bay ta à vút sầm nanh mê đại không tinh mau rập quan liên đó chân là ao pro bọn à bộ bị chân việt đang thả sầm nanh mê những sầm nanh khai thế vì họ miền sập tập hiệp ấy thế, prao gọt ban ca đấy hai nam mỗi bên mình nói prao tiền, à chân bị cất nung chân hai chơi ai prao ai bánh con trai gái nhá ai bánh pui xa nhá, ai không ai ngọt tới bờ ai ngọt tới anh cục rồng, tại vô gặp lương anh cho bánh con trai anh mịch prom, cà phê sầm nanh giấy nó, kia mịch prom ở sầm lấp mớ cái chè prom ở đây, à do sầm nanh mịch tập bánh kia mịch prom, ở tập bi âm mà phay muối bánh tới thè nó, plau mình phật pi prom đai bao đó, tức
ថៃគេសម្លាប់ខ្មែរនៅលើទឹកដីខ្មែរតែខ្មែរសម្លាប់ថៃនៅលើទឹកដីខ្មែរយល់ពាក្យកន្លែងហ្នឹងទេថៃសម្លាប់ខ្មែរនៅលើទឹកដីខ្មែរថៃសម្លាប់ខ្មែរនៅលើទឹកដីខ្មែរព្រោះថៃចូលឈ្លានពានកម្ពុជាឯខ្មែរកងទ័ពខ្មែរសម្លាប់ថៃនៅលើទឹកដីខ្មែរខ្មែរមិនបានសម្លាប់ថៃនៅលើទឹកដីថៃទេណាបានទេអញ្ចឹងអា BM21 ហ្នឹងបានតម្លាក់តែនៅក្នុងយានដ្ឋានរបស់ខ្លួនឯងចាស់ហ្នឹងតែគេវាយបាយទៅថយមកក្រោយទៅហើយឲ្យថៃចូលកន្លែងយានដ្ឋានហ្នឹងទៅតម្លាក់កន្លែងយានដ្ឋានហ្នឹងទេដាក់ GVS ប្រកបនៅក្នុងឲ្យដើម្បីតម្លាក់ទេព្រោះមុននឹងចាក់ចេញពីកងទ័ពមុននឹងចាក់ចេញពីយានដ្ឋានដាក់ GVS ប្រកបនៅយានដ្ឋានចាស់ហ្នឹងចោលទៅហើយដើម្បីឲ្យ BM21 តម្លាក់ទៅដល់ពេលដែលថៃចូលមកអាហ្នឹងថៃងាប់ដោយសារអញ្ចឹងតែបើឲ្យយើងទៅតម្លាក់នៅទឹកដីថៃគ្មានផេះទេបាញ់ហ៊ានចំគោលដៅមួយទេព្រោះគ្មានអ្នកណាគេយកការឲ្យខ្មែរទេណាហ្នឹងទេហ្នឹងចឹងភាសាអាវុធយើងវាខ្សោយទី1អ្នកស៊ើបការយើងខ្សោយទី2អាវុធយើងវាកញ្ចាស់ហើយអា BM21 នោះតាំងពី2008មកណាមែនឥឡូវឡាណាចង់ជ្រេះចាប់ហ្នឹងអាគេសិតយន្តហោះចម្បាំង S3 S16 ស្អីនោះហើយអាឯនេះអា BM21 អួតអា BM21 គេតែគេដាក់ខ្ទេចនៅសល់អេតចាយហ្នឹងយន្តហោះចម្បាំងគេតម្លាក់ភឹង drone គេតម្លាក់ភឹងឥឡូវបើសិនជាឯងខ្លាំងឯងបើកឲ្យកងទ័ពនិយាយការពិតមើលបើកងទ័ពនិយាយខ្ទេចលើរាល់ថ្ងៃឯងបិទមាត់កងទ័ពទេហើយកុំឲ្យនិយាយអីសោះរឿងអីដែរកុំឲ្យនិយាយសោះនិយាយថាយើងមានព្រៀបបានតែកែកុំឲ្យយើងនិយាយថាចាញ់អីសោះចាញ់គេសោះមើលកងទ័ពម្នាក់គាត់និយាយមើលបើវាមកដូចទឹកបាក់ទំនប់ហ្នឹងទៅយើងទៅទប់វាមិនជាប់យើងត្រូវដកខ្លួនដើម្បីរស់សិនហើយទប់វាមិនជាប់បើអាវុធវាសិតទំនើបបងប្អូននៅអ្នកហ្នឹងគាត់និយាយហ្មងហើយយើងក៏ដឹងដែរតែយើងនិយាយគេមិនជឿអញ្ចឹងក៏ឲ្យកងទ័ពនិយាយហើយកងទ័ពគាត់ហ៊ាននិយាយមិនដឹងថាគាត់ឥឡូវហ្នឹងដឹងគេដកតំណែងគាត់ឬក៏បញ្ឈរជើងគាត់ឬក៏មិនទេយើងមិនដឹងទេក៏ប៉ុន្តែឃើញបងគាត់និយាយល្អគាត់និយាយថាឲ្យមកមិនដូចពុំអា drone តម្លាក់ផងអាយន្តហោះចម្បាំងផងអាភ្លើងផ្លោងផងអាកាភ្លើង zip ផងអាកាភ្លើងរះផងមកឡើងដូចបាក់ទឹកទំនំអីសួរថាទៅទប់ជាប់ជាមួយគេទេបើមិនដកថយបើមិនដកចេញពីខ្លួនចេញពីយានដ្ឋានងាប់តែហៅនៅក្នុងឥឡូវហ្នឹងហើយអាមេបញ្ជាការខាងខ្មែរនេះគិតតែពីដាក់ទៅដាក់ម៉ែអីអាវុធអីឡើងកញ្ចាស់ហ្នឹងបាញ់មកគ្រាប់បាញ់មកបងចាំកន្លះម៉ោងទៀតមិនបាញ់បានដោយសារអីវាក្តៅកណ្ដុងបាញ់មិនចេញបើបាញ់ចេញក៏មិនត្រូវគោលដៅដែរអញ្ចឹងវាតែដកបំដកអីបើអនុស្រោចដូចទឹកភ្លៀងហ្នឹងបាញ់ផ្សែងពុលមកទៀតដកដង្ហើមក៏មិនកើតគិចគ្រាប់បើថាគិចគ្រាប់បានក៏ដកដង្ហើមកើតដែរអញ្ចឹងមានតែថយហ៊ាននិយាយការពិតរបស់គ្នាទេអាវុធកញ្ចាស់គេបាញ់ផ្សែងពុលមកលើយើងអត់មានស្អីបាញ់ផ្សែងពុលទៅលើគេសោះតទេហ្មងស្អីក៏គ្មានដែរសម្លៀកបំពាក់គ្មានគ្រប់គ្រាន់ផងយូរទៅពឹងពាក់ទៅជាមួយអនឡាញជាមួយអីអត្តបកិច្ចលុយការពារជាតិមួយឆ្នាំរាប់ពាន់លានមិនដឹងយកលុយទៅណារបបហ៊ុនសែនធ្វើតាមចៅវាយវាអ្នកបញ្ជាដើម្បីបញ្ជាសេដ្ឋកិច្ចខ្មែរយើងពីព្រោះមេវានឹងឲ្យដាច់ខាតខ្មែរមិនឲ្យខ្មែរលូតលាស់ដាច់ខាតហ្នឹងអញ្ចឹងហើយបានជាយើងហេលហាលរហូតដល់សប្តាហ៍ថ្ងៃនេះព្រោះបំណងគេគឺបង្កើតសេដ្ឋកិច្ចប្រទេសគេបាទខ្ញុំនៅមីងសរសេរមកត្រឹមត្រូវដូចខ្ញុំបាននិយាយចឹងខ្ញុំថាខ្មែរណាក្រោយបើអ្នកឯងទិញផលិតផលថៃបើអ្នកឯងទិញផលិតផលយួនគឺស្មើនឹងជនក្បត់ជាតិស្មើជនក្បត់ជាតិខ្ញុំអនុគ្រោះឲ្យប្រទេសចិនមួយចុះគាត់តែយើងទិញផលិតផលណាមកពីចិនណាតើតែផលិតផលនោះនៅកម្ពុជាមិនមានអាហ្នឹងចាំយើងទិញក្រៅប្រទេសផ្សេងអាផលិតផលយួនផលិតផលថៃនេះក៏ជាផលិតផលដែលខ្មែរមានហើយហេតុអីបានជាអ្នកឯងនៅតែប្រើប្រាស់ផលិតផលយួនផលិតផលថៃអញ្ចឹងមានអ្នកឯងចូលរួមជាមួយយួនបល័យពូជសាសន៍ខ្មែរអ្នកឯងចូលរួមមួយថៃបល័យពូជសាសន៍ខ្មែរពួកអាក្បត់ជាតិដែលប្រើផលិតផលថៃប្រើផលិតផលយួនពួកអាក្បត់ជាតិពួកអាបល័យពូជសាសន៍ខ្មែរខ្ញុំហ៊ាននិយាយអញ្ចឹងទីផ្សារចិនវាជាទីផ្សារអន្តរជាតិអាហ្នឹងយើងទទួលស្គាល់ដូចជាទូរស័ព្ទ iPhone ទូរស័ព្ទស្អីហ្នឹងដោយសារខ្មែរយើងផលិតមិនបានអាហ្នឹងអូខេយើងអនុគ្រោះចុះផលិតផលផ្សេងទៀតយើងប្រើទៅបានដែរហេតុអីបានជាអត់ផលិតផលថៃហ្នឹងមិនបានហេតុអីបានជាអត់ផលិតផលយួនហ្នឹងបាន
ដំបងឡើយគឺយើងពាក់ហិការប្រទេសពីរនឹងសិនមើលអាប្រទេសដែលធ្លាប់ហែកប្រទេសកម្ពុជាយើងជាពីរនេះហេតុអីបើយើងធ្វើមិនបានណែឯខ្មែរឬក៏ណែឯឆ្កែបរទេសឬមិនឆ្កែយួនឆ្កែថៃឬមិនបានណែឯនៅតែស្រឡាញ់ផលិតផលថៃផលិតផលយួននេះពួកអាគេបាញ់យកមួយចំនួនទៅលេងស្រុកយួនទៀតខ្លាចប្រទេសយួនហ្នឹងវាអត់មានសេដ្ឋកិច្ចចាត់ទុកខ្លួនឯងជាខ្មែរនិយាយខ្មែរប៉ោចតែទៅលេងប្រទេសយួនខ្លាចប្រទេសយួនអត់មានសេដ្ឋកិច្ចអត់ពីអាប្រទេសយួនអត់ពីអាប្រទេសថៃនោះវាងាប់តៃហោងវាណាវាអត់មានអ្នកណានិយាយត្រង់ដូចខ្ញុំអញ្ចឹងខ្ញុំនិយាយឲ្យមានហេតុផលទៀតឆ្លោះគ្នាដែលមានហេតុផលកុំមកឆ្លោះគ្នាអត់ហេតុផលដោយតាពីរអ្នកនឹងជេរមកចូលតាស្អីនឹងចូលមកជេរនឹងបានប្រយោជន៍អីជេរគ្មានហេតុផលបើជេរមានហេតុផលខ្ញុំទទួលយកមកជជែកវិញញ៉េជាមួយគ្នាបានទេរកហេតុផលជាមួយគ្នាបានទេនៅថោកដល់ណាទៀតណាខ្លួនឯងជាខ្មែរតែធ្វើឆ្កែយួនតែធ្វើឆ្កែថៃយកលុយមួយឆ្នាំ10000លានទៅទិញផលិតផលពីថៃយកលុយមួយឆ្នាំ12000លានទៅទិញផលិតផលពីយួននេះពួកអត់កំណើតពួកឯងនៅបំរើយួនដល់ណាទៀតនៅបំរើថៃដល់ណាទៀតពួកអាចចូលរួមបំផ្លាញពូជសាសន៍ខ្មែរពួកអាក្បត់ជាតិហើយអ្នកដែលនាំចូលនោះគឺអ្នកសមាជិកបកប្រជាជនហ្នឹងហើយជាអ្នកនាំចូលខ្មែរត្រូវភ្ញាក់រលឹកឡើងត្រូវបើកខួរក្បាលខ្លួនឯងឡើងហេតុអីបានជាបកប្រជាជននឹងវាមិនព្រមពង្រឹងសហគ្រាសឲ្យផលិតឲ្យខ្លាំងនៅក្នុងនឹងក៏មានខ្មែរមួយចំនួនដែរគាត់ឆ្លាញ់ជាតិគាត់តែនិយាយមានអុកញ៉ានឹងមួយគាត់ខ្ញុំសរសើរគាត់ទោះគាត់សមាជិកបកប្រជាជនឬក៏អីក៏ដោយឬក៏ស្អីក៏ដោយក៏គាត់ហ៊ាននិយាយថានេះជាផលិតផលខ្មែរអាហ្នឹងត្រីខខ្មែរហេតុអីបាននាំគ្នាទិញប្រើហេតុអីបានមិនជួយវិនិយោគហេតុអីបានមិនជួយធ្វើទីផ្សារពលរដ្ឋខ្លួនឯងនឹងឲ្យជាអ្នកទីផ្សារពលរដ្ឋខ្លួនឯងនឹងជាអ្នកម្ចាស់តំណែងជាអ្នកទិញពលរដ្ឋខ្លួនឯងនឹងឲ្យជាអ្នកចាយលុយហេតុអីបានមិនធ្វើវាអត់មិនបានអាផលិតផលយួនអាផលិតផលថៃអាផលិតផលចិនហើយផលិតផលទាំងពីរប្រទេសនេះគឺជាផលិតផលដែលសម្រាប់សុខភាពយើងហេតុអីបានយើងអត់បានទាំងអាផលិតផលនោះគេមកសម្រាប់យើងចាំបង្លែបង្ការត្រីសាច់ស្អីគ្រប់បែបយ៉ាងអស់ហេតុអីបានអត់មិនបានឲ្យថោកឯដល់ថ្នាក់ហ្នឹងគ្មានកំណើតជាខ្មែរសំបីតែបន្តិចហ៊ាននិយាយជាមួយគ្នាទេហ៊ានជជែកគ្នាទេសូមស្វាគមន៍គណៈបកប្រជាជនចូលមកជជែកជាមួយខ្ញុំរកហេតុរកផលមួយគ្នាហ៊ានទេតើអ្នកឯងមកជីវិតនឹងរស់ប្រហែលដងអ្នកឯងរស់បានប្រហែល100ឆ្នាំ10ឆ្នាំមានប្រហែលដងបើថ្ងៃហ្នឹងអ្នកមិនដឹងតែខ្លួនឯងរស់ឬក៏ស្លាប់ផងហើយដើម្បីថ្ងៃហ្នឹងអ្នកមិនហ៊ានធ្វើរឿងត្រឹមត្រូវដើម្បីប្រយោជន៍ជាតិប្រយោជន៍សង្គមប្រយោជន៍ខ្មែរទោះអ្នកឯងនៅក្នុងបកណាក៏ដោយក៏យ៉ាងហើយណាបើអ្នកឯងមិនហ៊ានប្រឆាំងជាមួយបកប្រជាជនដែរចុះសូមអ្នកឯងធ្វើពហិការមិនទិញផលិតផលយួនមិនទិញផលិតផលថៃអ្នកធ្វើកន្លែងហ្នឹងបានទេអ្នកឯងនៅក្នុងជួរបកប្រជាជនក៏នៅតែចុះខ្ញុំមិនថាទេក្បាលវាយួនទៅហើយតែខ្លួនខ្មែរនេះអញ្ចឹងស៊ីរបស់ខ្មែរទៅហូបរបស់ខ្មែរទៅគាត់តែសក្រីក៏ទិញវាយួនមកដែរគាត់តែសាឡាត់ដាំបានសោះទិញវាយួនមកដែរគាត់តែខ្វិតសំបីតែខ្វិតទុំក៏ទិញមកវាយួនដែរក៏ថោកទៀតហ៎គាត់តែផ្លែថ្នោតក៏ទិញមកវាយួនដែរផ្លែថ្នោតខ្មែរយើងខ្វះស្អីឥឡូវសំបីតែអំបិលខ្មែរយើងនៅសល់រាប់ពាន់តោនឆ្កែឆ្នៃលក់លើទីផ្សារមកអំបិលខ្មែរយើងជាប់លើឆាកអន្តរជាតិគេឲ្យតម្លៃថាជាអំបិលល្អហេតុអីបានជារបស់ល្អនៅលើអន្តរជាតិហេតុអីបានជាប្រជាពលរដ្ឋខ្លួនឯងមិនប្រើបាទអ្នកប្រជាធិបតេយ្យឡើងដឹកនាំប្រទេសចំណុចទី1អង្គការទាំងអស់ត្រូវតែបង្កើតក្រុមហ៊ុនកែច្នៃផលិតផលក្នុងស្រុកខ្លួនឯងមុននឹងជាប់ឈ្មោះទៅអង្គការអ្នកឯងត្រូវយ៉ាងហោចណាស់បង្កើតក្រុមហ៊ុនមួយហើយរកចំណូលក្នុងមួយឆ្នាំហើយណាស់ក៏បានថោកបំផុតក៏មួយឆ្នាំបាន1លាន2លានដុល្លារដែរចំណូល5លានដុល្លារឬ10លានដុល្លារហើយផលិតផលនោះគឺជាផលិតផលកែច្នៃក្នុងស្រុកខ្មែរក្នុងការនាំចេញលក់ទៅលើឆាកអន្តរជាតិបើអ្នកឯងមិនទាន់មានក្រុមហ៊ុនឯងគាត់តែមានលុយហើយយកលុយមកទិញឈ្មោះអង្គការអត់ឲ្យពាក្យថាអង្គការតតែបង្កើតអ្វីជួយកម្មករយ៉ាងហោចណាស់ក៏បាន10000បាន100000នាក់ដែរ
មុននឹងឲ្យឈ្មោះអង្គញាតើអ្នកឯងនឹងចាំកម្មករយ៉ាងហើយណាក៏100000នាក់ដែរអ្នកគេធ្វើការងារនៅក្នុងក្រុមហ៊ុនអ្នកឯង50000នាក់ឬក៏100000នាក់ដែរបានឲ្យឈ្មោះអង្គញាហើយផលិតផលទាំងអស់នោះនាំចេញទៅលើទីផ្សារអន្តរជាតិឬក៏ចែកចាយនៅក្នុងទីផ្សាររបស់ខ្លួនក្នុងទឹកដីរបស់ខ្លួនអាហ្នឹងបានឲ្យឈ្មោះអង្គញាបើអ្នកណាមិនមានលទ្ធភាពដល់ក្នុងលុបឈ្មោះអង្គញាចោលទាំងអស់អង្គញាស្បែកដើមតម្រាំតែបានឈ្មោះអង្គញាមួយគឺគេបំរើស្រុកភូមិគេខ្លាំងណាស្រុកភូមិឃុំស្រុកខេត្តគេបំរើគេបង្កើតអ្វីគេធ្វើអ្វីគេធ្វើទីផ្សារអ្វីតម្រាំតែគេបានងារអង្គញាគេជួយជាតិគេខ្លាំងណាមិនយកលុយ50-60ម៉ឺន$1 លានមកទិញឈ្មោះអង្គញាទេបានប្រយោជន៍ស្អីបើអត្ថប្រយោជន៍ទាំងអស់នោះមិនបានដល់ប្រជាពលរដ្ឋនោះបានតែលើអាជនផ្ដាច់ការណាអញ្ចឹងហើយគោលការណ៍ទី1អង្គញាទាំងអស់ត្រូវតែមានក្រុមហ៊ុននិងផលិតផលកែច្នៃក្នុងការនាំចេញហើយអង្គញាមួយយ៉ាងហោចណាស់ក៏មានកម្មករ50000នាក់ទៅ100000នាក់ដែរអាហ្នឹងអង្គញាបើអ្នកអង្គញាកាន់តែមានច្រើនជាងនឹងទៀតហ្នឹងអង្គញាចាប់ពី15000នាក់ឬក៏100000នាក់ក្នុងក្រុមហ៊ុនរបស់ខ្លួនកម្មករហើយផលិតក្នុងការនាំចេញអាហ្នឹងបានឲ្យឈ្មោះអង្គញាបាទរឿងវិស័យសុខាភិបាលសមាគមអង្គញាឬអង្គញាទាំងអស់និងអ្នកនយោបាយមន្ត្រីរាជការក៏ដូចជាស្ដេចយុរដ្ឋមន្ត្រីត្រូវតែព្យាបាលក្នុងស្រុកទាំងអស់អត់ឲ្យទៅព្យាបាលនៅក្រៅប្រទេសទេអញ្ចឹងអ្នកមានក៏ដោយអ្នកនយោបាយក៏ដោយស្ដេចក៏ដោយត្រូវតែវិនិយោគបោះទុនដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាកូនរឿងវិស័យអប់រំក៏ដូចគ្នាវិស័យអប់រំកូនចៅរបស់អ្នកនយោបាយអ្នកធ្វើនយោបាយអីទាំងអស់កូនអង្គញាកូនស្ដេចកូនតែត្រូវរៀនក្នុងស្រុកទាំងអស់វិនិយោគទៅការអប់រំនៅក្នុងស្រុកអស់យល់អត់តតែរៀនដល់និស្សិតឆ្នាំទី1ទី2ទី3អាហ្នឹងបានឲ្យទៅរៀននៅក្រៅប្រទេសតែបើមិនទាន់ចប់ទី12ទៀតឲ្យរៀននៅក្នុងស្រុកទាំងអស់រៀនស្រុកទាំងអស់ឲ្យរៀនក្នុងស្រុកទាំងអស់មែនតែកូនខ្លះពេចឡើងណាក្រមមិនទាន់ដោះរួមទេតែទៅរៀននៅសហបរិយទៅរៀននៅប្រទេសផ្សេងបាននៅទូចណាអាយុត្រឹម6 7 8ឆ្នាំ10ឆ្នាំកូនគេអ្នកមានទៅរៀននៅក្រៅប្រទេសអស់សារកូនពួកតំណាងរាស្ត្រតំណាងអីក្រៅប្រទេសបើវាកើតនៅក្នុងស្រុកខ្មែរឲ្យវារៀននៅស្រុកខ្មែរចាំឆ្នាំទី1ទី2ទី3អាហ្នឹងឲ្យទៅរៀននៅក្រៅប្រទេសចុះបើមិនចឹងទេវិស័យអប់រំកម្ពុជាធ្លាក់ចុះហើយធ្លាក់ចុះដោយសារអ្នកណាដោយសារពួកអ្នកមានទាំងអស់ហ្នឹងដោយសារពួកអ្នកមានទាំងអស់ហ្នឹងយល់ទេបើយើងកែតម្រង់វិស័យពាណិជ្ជកម្មវិស័យសុខាភិបាលវិស័យអប់រំវិស័យការពារជាតិកងទ័ពទាំងអស់ទៅកែតម្រង់តតែខ្មែរសុទ្ធបានឲ្យចូលធ្វើជាកងទ័ពកើតនឹងខ្មែរអីធំនឹងខ្មែរអីនឹងខ្មែរទាំងអស់បានឲ្យធ្វើជាកងទ័ពប្រឡងត្រឹមត្រូវមានវិជ្ជាជីវៈត្រឹមត្រូវបង្វឹកបង្ហាត់ហើយកងទ័ពតម្រូវឲ្យចេះ3ភាសាយ៉ាងតិច3ភាសាបាទយ៉ាងតិច3ភាសាភាសាខ្មែរភាសាអង់គ្លេសភាសាបារាំង3ភាសាយ៉ាងតិច3ភាសាបើបាន4ភាសាភាសាអាល្លឺម៉ង់មួយទៀតគឺកាន់តែល្អ3ភាសាចុះអាហ្នឹងយ៉ាងតិចតែជាទូទៅកងទ័ពយ៉ាងហោចណាស់ក៏ត្រូវចេះ5ភាសា6ភាសាដែរភាសាចិនភាសារុស្ស៊ីភាសាអាល្លឺម៉ង់ភាសាបារាំងភាសាអង់គ្លេសភាសាអង់គ្លេសហ្នឹងភាសាអាមេរិកហ្នឹងភាសាអង់គ្លេសហ្នឹង5ភាសាហ្នឹងសំខាន់ណាបាទបារាំងអាល្លឺម៉ង់អង់គ្លេសរុស្ស៊ីចិនពួកអង់គ្លេសប្រើភាសាអង់គ្លេសអាមេរិកប្រើភាសាអង់គ្លេសដែរអាហ្នឹងចឹងកងទ័ពស្រុកគេ5ភាសាហើយកងទ័ពស្រុកខ្មែរគុំថាដល់5ភាសាតែ3ភាសាសិនទៅហើយបើតទៀតចាំក៏តទៀតទៅបរិងបច្ចេកទេសផ្ដល់បំពាក់បំពន់កងទ័ពចូលនិវត្ត$50000ក្រុមគ្រួសារកងទ័ពទៅព្យាបាលនៅណាក៏អត់អស់លុយដែរបាទទូទាំងប្រទេសកម្ពុជាមិនថាឈឺអីក៏ដោយដូរសួតដូរពវៀនដូរថ្លើមមកក៏ដែរណាហ្នឹងហើយអាហ្នឹងចឹងបាទហើយក្រុមហ៊ុនធំទាំងអស់ដូចជាក្រុមហ៊ុន
casino ក្រុមអីទៅស្វ័យយ័តជាមួយរដ្ឋជាអ្នកត្រួតពិនិត្យបើរដ្ឋមិនត្រួតពិនិត្យទេវាប្រព្រឹត្តអំពើខុសច្បាប់អញ្ចឹងរដ្ឋទៅត្រួតពិនិត្យតាមបច្ចេកទេសហើយអ្នកដែលធ្វើការងារក្នុងរដ្ឋទាំងអស់ឈប់មានអំពើពុករលួយបើមានអំពើពុករលួយគឺនឹងកាត់ទោសដាក់ពន្ធនាគារភ្លាមបាទនេះគឺភ្លាមកាត់ទោសចំនួនតាមទឹកលុយកាត់ទោសចំនួនតាមទឹកលុយពុករលួយប៉ុណ្ណាកាត់ទោសប៉ុណ្ណឹងបាទកាត់ទោសប៉ុណ្ណឹងហ្នឹងអញ្ចឹងនឹងយើងកែតម្រង់ហ្នឹងចាប់ដើមកែតម្រង់ពីហ្នឹងទៅរដ្ឋបាលខុសច្បាប់ដឹកនាំរលាយប្រទេសវាមិនខ្វល់ទេព្រោះវាជាចោលសំខាន់ឲ្យតែវាមានអំណាចរស់ស្រួលអាហ្នឹងហើយជាប្រភពនៃបញ្ហាមកពីខ្មែរយើងមានជំងឺភ័យខ្លាចដូចខ្ញុំបានបង្កើតទស្សនៈហ្នឹងថ្ងៃទី7ខែ2ឆ្នាំ2026ហ្នឹងខ្ញុំថាប្រទេសណាក៏ដោយឲ្យតែមានជនផ្ដាច់ការប្រទេសនោះមានពលរដ្ឋមានជំងឺភ័យខ្លាចអាហ្នឹងចឹងតែពលរដ្ឋមានជំងឺភ័យខ្លាចហើយគេចង់យកប្រទេសយើងទៅធ្វើស្អីក៏បានដែរបងដាក់ភាសាអារ៉ាប់ឬភាសាចាមបងនៅប្រទេសណាបងនៅប្រទេសណាភាសាអារ៉ាប់ភាសាចាមណាហ្នឹងហើយប្រទេសណាក៏ដោយឲ្យតែមានជនផ្ដាច់ការគឺប្រទេសនោះមានជំងឺភ័យខ្លាចមិនអត់ហ៊ានទាមទារសិទ្ធិសេរីភាពរបស់ខ្លួនសិទ្ធិចូលរួមនយោបាយសិទ្ធិចូលរួមបញ្ចេញមតិសិទ្ធិចូលរួមដឹកនាំប្រទេសសិទ្ធិចូលរួមរស់រានមានជីវិតសិទ្ធិចូលរួមអីហ្នឹងគឺមិនមាននេះជាប្រភពនៃបញ្ហានៅសាររដ្ឋអាមេរិកយកថាប៉ាំងមកគេបាតកម្មទូទាំងប្រទេសផឹកគេដូររហូតមេដឹកនាំគេដូររហូតឯនេះ40ឆ្នាំហ្នឹងមិនទាន់ដូរទេនៅវល់ហ្នឹងនៅអត់ពីហ៊ុនសែនបានហ៊ុនសែនហ្នឹងម៉ែឪនេះឯងបានឯងដូរបានឯងនៅតែអោបកសោបហ្នឹងណាហ៊ុនសែនសំបីតែម៉ែគាត់នៅគាត់សម្លាប់ចោលរំតែឯងអត់ប្រយោជន៍ឲ្យហ៊ុនសែនសម្លាប់ចោលហើយខ្ញុំនៅយួនទេបងអូខេហ្នឹងហើយអត់អីទេបងខ្មែរកម្ពុជាក្រមណាខ្មែរកម្ពុជាក្រមស្គាល់ច្បាស់ណាស់ពីបកប្រជាជនគោលបំណងបកប្រជាជនធ្វើអីបាទគាត់តែមានខ្មែរកម្ពុជាក្រមមួយចំនួនដើម្បីតែលៀបសក្ការៈបនស័កលៀបសក្ការៈរបស់ខ្លួនក៏ភ្លេចវិន័យសក្ការដែរព្រោះអាចោមសៀតមួយចំនួនហ្នឹងរហូតដល់មានតំណាងរាស្ត្រម្នាក់ហ្នឹងចូលចេញពីបកប្រឆាំងចូលទៅរួមជាមួយបកប្រជាជនទៅទៀតហើយមនុស្សធ្លាប់ស្គាល់គ្នាជាមួយខ្ញុំទៀតថោកទាបណាពួកនេះហើយខ្ញុំមិនមែនខ្មែរក្រមទេប៉ុន្តែសកម្មភាពខ្មែរក្រមនៅស្រុកខ្មែរខ្ញុំចូលរួមរហូតទាំងច្រៀងទាំងនិពន្ធទាំងចូលរួមសកម្មភាពខ្ញុំចូលរួមរហូតតាំងពីឆ្នាំ2000 2008មកសកម្មភាពនយោបាយជាមួយអ្នកប្រជាធិបតេយ្យនិងកម្ពុជាក្រៅខ្ញុំចូលរួមទៅគ្នាបើតែខ្ញុំចូលរួមដំបូងខ្ញុំអត់ចេញមុខទេមានថាយើងអត់ឡើងច្រៀងយើងអត់ដឹកនាំអីទេព្រោះយើងកំពុងរៀនសូត្រពីកម្ពុជាក្រៅពីណាទៅណាគោលបំណងស្អីគាត់រងគ្រោះបែបណាយើងទៅសិក្សាអញ្ចឹងហើយបានយើងមិនទាន់ចេញមុខទេតែមកដល់ឆ្នាំ2013 12 11 2011 12 13ខ្ញុំចេញមុខខ្លាំងមកខ្លាំងរហូតដល់ឥឡូវបាទហ្នឹងហើយចឹងមានសំណួរអីទៀតទេបើថាអត់មានសំណួរទេបងអូនសូមបិទត្រឹមហ្នឹងវេទិកាចង់ដឹងរបស់យើងគឺមានសំណួរចម្លើយចឹងយើងជជែកដេញដោលគ្នាចឹងបាទយើងជជែកដេញដោលគ្នាចឹងដើម្បីរកហេតុរកផលចឹងខ្ញុំសប្បាយចិត្តណាស់អរគុណបងប្អូនពុកម៉ែជុំរួមជាតិទាំងអស់ដែលបានខមមិនសួរដេញដោលមតិដើម្បីយើងមានកលឹះថ្មីយើងមានគំនិតក្នុងការពិចារណាថាយើងខ្សោយកន្លែងណាយើងល្អកន្លែងណាបាទសំខាន់បំផុតណាពាក្យសម្ដីរបស់យើងមិនមែនឲ្យតែហ៊ុនសែនសនំពរឲ្យគេហៅរដ្ឋាភិបាលហៅហ៊ុនសែនរដ្ឋាភិបាលយើងហៅតាមទេខ្ញុំកន្លែងហ្នឹងមួយខ្ញុំជ្រិញអ្នកជាថាបតៃមួយចំនួនមើលលោកប្រធានសំរងស៊ីគាត់ហៅតែលោកហ៊ុនសែនទេយើងគោរពលោកប្រធានសំរងស៊ីម្នាក់គោរពបរិបរោះរបស់យើងក៏ប៉ុន្តែយើងអត់ធ្វើតាមគាត់ទេឃើញទេគាត់ច្បាស់លាស់មួយគឺមួយពីរគឺពីរអាអ្នកល្មមហ្នឹងទៅស្អីអាណាថាបតៃវិញហ្នឹងយុវជនខ្លះហ្នឹងមកវាយបហាខ្ញុំទៀតសិតតែខ្ញុំក្បត់ចេះក្បត់ស្អីហ៊ុនសែនបំផ្លាញក្រុមគ្រួសារខ្ញុំរាប់រយលានគ្រាន់តែកោះនារី120 លានដុល្លារអាហ្នឹងចំនួនមុនមិនមែនចំនួនឥឡូវចំនួនមុនចំនួនកោះនារីនៅ120 លានដុល្លារ
កំពុងផាយជួយច្បាប់ប្រមាណលៀនទៀតតាមធ្វើបាបក្រុមគ្រួសារខ្ញុំពុកខ្ញុំលាក់ប្រវត្តិលាក់អីរហូតបំផ្លាញក្រុមគ្រួសារខ្ញុំអស់ទ្រព្យសម្បត្តិអលីងតាំងពីអ្នកមានរហូតខ្លាយទៅជាអ្នកក្រីក្ររហូតត្រូវបានមនុស្សជុំវិញខ្លួនមើងងាយឃើញយើងក្រតែយើងទ្រាំលាក់ប្រវត្តិពួកយើងមិនចង់ឲ្យបាត់បង់អាយុជីវិតក្រុមគ្រួសារតែដល់ដំណាក់កាលនេះលែងចង់លែងលាក់ទេងាប់ក៏ងាប់ទៅគ្មានបងប្អូនខ្ញុំទាំងអស់គ្មានណាហ៊ានចេញប្រឆាំងហ៊ុនសែនចេញមុខទេតែខ្ញុំអ្នកចេញខ្ញុំឈឺចាប់គ្រាន់តែយើងមិនចូលបកប្រជាជនសោះពុកខ្ញុំពេលដែលហ៊ុនសែនមកពីយួនវិញហ៊ុនសែនឲ្យពុកខ្ញុំនឹងចូលរួមជានយោបាយជាមួយហ៊ុនសែនឲ្យពុកខ្ញុំធ្វើប្រធានសភាហើយឲ្យលោកតាហេងសំរិននឹងជាអនុប្រធានហើយអ្នកផ្សេងទៀតកូនចៅពុកខ្ញុំអត់ព្រមគាត់អត់ព្រមទៅក៏ពុកខ្ញុំប្រាប់ថាកូនចៅគាត់ហ្នឹងថាឥឡូវទៅនៅមួយហ៊ុនសែនទៅមិនបាច់ដើរតាមគាត់ទេព្រោះហ៊ុនសែនតាមប្រមាញ់គាត់ហើយពុកខ្ញុំអត់ព្រមគេតាមសម្រាប់ពុកខ្ញុំដល់ឡើយទៅហេងសំរិនហ្នឹងគាត់ឡើងធ្វើជាប្រធានសភាទៅដោយសារអីដោយសារពុកខ្ញុំធ្លាប់សម្រាប់យួនរាប់ពាន់នាក់ដោយសារយួនឈ្លានពានកម្ពុជាមិនក្រោមពី2000ជាងនាក់ទេសម្រាប់ថៃ160នាក់សម្រាប់ថៃព្រោះគាត់មេបញ្ជាការក្រុមស្អែកស្លាប់កងកំងដូពិសេសគាត់មករៀនក្រៅប្រទេសរៀនអីច្រើនណាស់ហើយគាត់ជាមនុស្សម្នាក់ដែលអត់ជាបាញ់ប្រទេសប្រាសទេចូលទៅដល់ប្រទេសដាក់ហ្មងកំតិចយកហ្មងខ្ទេចម៉ត់យើងជំនាន់នោះថៃខ្លាចខ្មែរក្រហមថាអីហ៊ុនសែនជាមនុស្សថោកទាបប្រើយុទ្ធសាស្ត្រអួតបោកពលរដ្ឋឲ្យតម្លៃវាជាស្ដេចហ៊ុនសែនគាត់តាំងខ្លួនគាត់ជាស្ដេចយូរអីតាតាំងពីគាត់ឡើងកាន់អំណាចមកគាត់ថាស្ដេចតាំងពីសីហនុបាត់បង់សីហនុស្លាប់ទៅហ៊ុនសែនឡើងស្ដេចទេតាឡើងមុនសីហមុនីទៀតសីហមុនីគាត់តែជាស្ដេចអាយ៉ងណាដោយរឿងសាមកុកចឹងយើងមើលតែរឿងសាមកុកដឹងសីហមុនីជាស្ដេចអាយ៉ងណាជាស្ដេចសីហមុនីជាស្ដេចកូនកាត់យួនមែនយួនចិនមែនក៏ប៉ុន្តែសីហមុនីគាត់តែជាអាយ៉ងទេហើយវាំងខ្មែរយួននៅគ្រប់គ្រងតាយួនគ្រប់គ្រងអញ្ចឹងមកខ្ញុំសរសេរនៅក្នុងអត្ថបទជាមួយថាបើមិនឲ្យយួនអង្គុយក្នុងវាំងមិនបើយួនអ្នកគ្រប់គ្រងវាំងឲ្យគេអង្គុយណាបើគេគ្រប់គ្រងវាំងរាប់ឆ្នាំហ្នឹងឲ្យគេអង្គុយណាឲ្យគេអង្គុយណាមានន័យទេរឿងស្ដេចរឿងអីនេះសម្រាប់ជីវិតរបស់ខ្ញុំលុបស្ដេចចេញពីជីវិតបាត់ហើយខ្ញុំថាប្រទេសកម្ពុជាលែងមានស្ដេចហើយបើស្ដេចមានស្ដេចគេគិតពីប្រយោជន៍ជាតិប្រយោជន៍ប្រជាប្រដ្ឋហើយមិនមែនស្ដេចចេះតែសញ្ញេឲ្យបរទេសចូលមកនៅខុសច្បាប់រាប់ម៉ឺនអ្នកហ្នឹងទេរាប់លានអ្នកហ្នឹងទេអញ្ចឹងគ្មានប្រយោជន៍ទេទុកមិនចំណេញដកចេញកំស្ដេចឲ្យលុបចោលទៅរឿងរាជវង្សស្ដេចនេះបានអីមកវិញបើគាត់ធ្វើអីប៉ុណ្ណឹងឲ្យតែយួនឲ្យតែគេឲ្យតែហ៊ុនសែនបញ្ជាឲ្យសញ្ញេអត់មានអធិបតេយ្យខ្លួនឯងប៉ុណ្ណឹងទួនាទីខ្លួនឯងជាអ្នកការពារជាតិការពារទឹកដីការពារពូជសាសន៍អត់ធ្វើប៉ុណ្ណាអាងអីអាងអញជនជាតិយួនតើអញមិនខ្មែរណាសីហនុម្ដាយគាត់ខ្មែរឪពុកគាត់ជនជាតិចិនតើគាត់មិនខ្មែរណាហ្នឹងស្ដួងទីងម៉ាច់ស្ដេចទីងមងមកស្ដេចទីងមងសីហមុនីអាណិតគាត់ដែរគាត់ខ្លាចជាទាសកររបស់ហ៊ុនសែនដើម្បីប្រើឲ្យហ៊ុនសែនប្រើអាណិតគាត់ដែរក៏មិនដឹងធ្វើម៉េចបាទសញ្ជាតិគាត់យួនទោះអាណិតទោះមិនអាណិតក៏គាត់នៅតែជាយួនខ្ញុំមិនដែរចាត់ទុកគាត់ជាស្ដេចផងតាំងពីជំនាន់សីហនុមកនោះខ្ញុំមិនដែរចាត់ទុកសីហនុជាស្ដេចទេតាំងពីជំនាន់ទោះជាថ្ងៃបុណ្យសក់ថ្ងៃសីហនុគាត់ស្លាប់ខ្ញុំទៅចូលរួមបុណ្យសក់មែនប៉ុន្តែខ្ញុំមិនចាត់ទុកសីហនុជាស្ដេចគាត់ថាជាពលរដ្ឋធម្មតាអញ្ចឹងបាទចាប់ប៉ុណ្ណឹងមានអីទេខ្ញុំនិយាយទេយើងតែដឹងថាយើងគោរពស្រឡាញ់តែពលរដ្ឋណាដែលគិតអំពីផលប្រយោជន៍ជាតិផលប្រយោជន៍ពីពលរដ្ឋបានហើយពលរដ្ឋណាដែលចោលមកសៀតខ្លួនខ្មែរតែក្បាលយួនទេមិនបាច់ខ្វល់វាទេ